Hello Hello សួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំមីស៊ូគីដែលថ្ងៃនេះខ្ញុំមកសម្ដែងរឿងដែលមានចំណងជើងថា The Silent Transfer Sudan ហើយចាប់ផ្ដើមនៅសាច់រឿងដំបូងហ្នឹងយើងក៏បានឃើញនៅសត្វឆ្មាពណ៌លឿងមួយក្បាលដែលវានឹងកំពុងតែដើរពីក្រោយបុរសម្នាក់ដែលគាត់មានឈ្មោះថាជីជុនបន្ទាប់មកយើងក៏បានឃើញទៅកាន់បុរសពីរនាក់ដែលគេកំពុងតែនិយាយដើមជីជុនថាជីជុនហ្នឹងដូចជាមនុស្សចម្លែកអញ្ចឹងព្រោះតែជីជុនហ្នឹងទឹមតែផ្ទេរចូលទៅក្នុងសាលារបស់គាត់ប៉ុន្តែគាត់ពិតជាឆ្ងល់ខ្លាំងមែនតែនហេតុអ្វីបានជាជីជុនមិនចេះមាត់កទាល់តែសោះតែអាក្បាលផ្សិតហ្នឹងក៏បន្តនិយាយទៀតថាជីជុនអស់ពីមិនមាត់មិនកនឹងអង្គុយនៅក្នុងសាលារៀនដូចជាម៉ាលកាំងអញ្ចឹងប៉ុន្តែអាក្បាលផ្សិតវាមិនបានគិតច្រើននោះទេវាគ្រាន់តែគិតថាជីជុនគឺជាមនុស្សដែលស្ងៀមស្ងាត់បំផុតហើយអាប៉ែតសក់ខ្មៅហ្នឹងពិតជាឆ្ងល់ជាមួយនឹងការនិយាយរបស់អាក្បាលផ្សិតជាខ្លាំងតើជីជុនហ្នឹងគឺជាមនុស្សដែលមិនចេះមាត់មិនចេះកមែនឬក៏មិនហេតុអ្វីមើលទៅគាត់ដូចជាចម្លែកខ្លាំងម្ល៉េះហើយខ្ញុំពិតជាអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនតើខ្ញុំមើលពី3អេពីសូតទេអត់ទាន់ស្គាល់ឈ្មោះអាពីរក្បាលហ្នឹងទេហើយបន្ទាប់មកហ្នឹងយើងក៏បានឃើញនៅឡានមួយជិះយ៉ាងលឿនតែម្ដងដែលពេលនោះបងរងនឹងបុកទៅកាន់ជីជន់បាត់ទៅហើយប៉ុន្តែជាសំណាងល្អលោកពូដែលនៅក្នុងឡាននោះគាត់បានចាប់ប្រាំងតាន់តែពេលនោះហ្នឹងលោកពូពិតជាខឹងជាខ្លាំងជាមួយនឹងជីជន់បន្ទាប់មកលោកពូគាត់ក៏បានបើកកញ្ចក់ព្រមទាំងពាក្យនិយាយថាហេតុអ្វីបានជាឯងដើរមិនមើលផ្លូវអញ្ចឹងហើយលោកពូគាត់នៅតែបន្តស្ដីបន្តប៉ុន្តែជីជន់បានត្រឹមតែបែរទៅមើលទៅកាន់លោកពូតែប៉ុណ្ណោះមិនបានមាត់ក៏អ្វីនោះទេដែលមើលទៅគាត់ដូចជាមនុស្សរុក្ខជាតិអញ្ចឹងតែអាប៉ែសក់ខ្មៅហ្នឹងវាក៏បាននិយាយថាជីជន់នៅសុកហេតុអ្វីក៏ទៅជាបែបនេះគាត់មិនយល់នោះទេប៉ុន្តែអាប៉ែក្បាលផ្សិតហ្នឹងវាក៏បានប្រាប់ឲ្យបរោះសក់ខ្មៅហ្នឹងមើលទៅកាន់ជើងរបស់ជីជន់ទៅតែពេលហ្នឹងប្រហែលជាជីជន់គាត់ចង់ការពារទៅកាន់ឆ្មាលឿងមួយក្បាលហ្នឹងអញ្ចឹងណាហើយយើងមើលទៅអូនឆ្មាពណ៌លឿងហ្នឹងដូចជាចូលចិត្តទៅកាន់ជីជន់ខ្លាំងមែនតែនដែលពេលហ្នឹងលោកពូកំពុងតែនិយាយស្ដីឲ្យទៅកាន់ជីជន់ជាខ្លាំងដោយសារតែជីជន់ហ្នឹងធ្វើឲ្យគាត់ពិតជាភ័យខ្លាំងមែនតែនហ្មងដែលលោកពូគាត់បាននិយាយថាជីជន់ហ្នឹងចង់បន្លំធានារ៉ាប់រងមែនទេប៉ុន្តែការពិតជីជន់គ្រាន់តែចង់ជួយឆ្មាលឿងមួយក្បាលនោះតែប៉ុណ្ណោះគាត់មកណាអាប៉ែសក់ខ្មៅគាត់បាននិយាយថាតួប្រុសរបស់យើងជួបហេតុការណ៍បែបនេះហើយនៅតែស្ងាត់ស្ងៀមធម្មតាបីតែមួយម៉ាត់គាត់មិនមាត់ផងដោយអាប៉ែខ្លាផ្សិតហ្នឹងគាត់ក៏បានតបទៅកាន់អាប៉ែសក់ខ្មៅថាជីជន់ហ្នឹងប្រហែលជាមានជំងឺមួយយ៉ាងបើសិនជាគាត់និយាយមួយម៉ាត់ប្រហែលជាគាត់នឹងស្លាប់នៅពេលឥឡូវហ្នឹងប៉ុន្តែគាត់មើលទៅជីជន់ហ្នឹងដូចជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់បំផុតហើយពេលហ្នឹងលោកពូកំពុងតែថាឲ្យជីជន់សុកហ្នឹងក៏មាននារីម្នាក់រត់ចូលមកដែលនាងមានឈ្មោះថាយេណាក៏បានរត់មកកាន់ជីជន់ព្រមទាំងពាក្យនិយាយថាតើជីជន់ហ្នឹងមិនអីទេឬហើយជីជន់មានត្រូវរបួសកន្លែងណាទេនាងពិតជាបារម្ភទៅកាន់ជីជន់ខ្លាំងមែនតើដែលពេលហ្នឹងលោកពូក៏បាននិយាយប្រាប់ទៅកាន់អូនជីណាថាជីជន់ហ្នឹងបានដើរចូលនៅមុខឡានរបស់គាត់ដែលវាជារឿងមួយដែលជាក់ស្ដែងខ្លាំងមែនតើបើសិនជាគាត់ចាប់ប្រាំងមិនតាន់ទេប្រហែលជាជីជន់ឥឡូវហ្នឹងបានដេកពេទ្យបាត់ទៅហើយគាត់ប្រហែលជាបងធានារ៉ាប់រងបន្ថែមទៀតបើសិនជាជីជន់ហ្នឹងគាត់ចូលទៅក្នុងមន្ទីរពេទ្យតែពេលហ្នឹងយេណានាងមិនបានមាត់នោះទេដោយនាងបានគិតនៅក្នុងចិត្តថាប្រហែលជាជីជន់នឹងមានហេតុផលរបស់គាត់បានជាគាត់ធ្វើដូច្នេះតែពេលហ្នឹងយេណាក៏បានសុំទោសជំនួសជីជន់លោកពូនឹងលើកលែងឲ្យជីជន់ម្ដងទៅដោយសារតែជីជន់គាត់គ្មានចេតនានោះទេទៅពេលដែលអូនយេណាបានសុំទោសដោយធ្វើមុខខ្ជិលជូតដាក់លោកពូហើយនោះលោកពូគាត់ក៏បានយល់ព្រមជាមួយនឹងកញ្ញាយេណារបស់យើងនឹងឯងគាត់ថាមិនអីនោះទេប៉ុន្តែកុំឲ្យមានលើកក្រោយទៀតនៅពេលដែលអូនយេណាបានដោះស្រាយឲ្យជីជន់ហើយនោះបែបពីរអ្នកនេះវាក៏បាននិយាយថាជីជន់នឹងពិតជាសំណាងខ្លាំងមែនតើដែលមានព្រះនាងថ្នាក់ទី5នឹងមកជួយដោះស្រាយតែពេលហ្នឹងអាប៉ែសក់សិតវាក៏បាននិយាយថាដោយសារតែអូនយេណាជាមួយនឹងជីជន់នឹងរៀបថ្នាក់ជាមួយគ្នាអញ្ចឹងហើយនាងមើលទៅជីជន់នឹងគួរអាណិតពេកក៏នាងចូលទៅជួយតែម្ដងទៅតែពេលហ្នឹងមិនដឹងអាប៉ែសក់សិតហ្នឹងវាគិតយ៉ាងម៉េចទេវាក៏បានសួរទៅអូនឆ្មាពណ៌លឿងថាតើវានឹងនិយាយត្រូវឬអត់តែពេលហ្នឹងគ្រាន់តែអូនឆ្មាពណ៌លឿងឮនឹងសម្ដីរបស់អាប៉ែក្បាលផ្សិតភ្លាមឆ្មាពណ៌លឿងគាត់ក៏បានប្រើស៊ុពើរបស់គាត់ខ្វាចយកទៅកាន់មុខរបស់អាប៉ែក្បាលផ្សិតហ្នឹងធ្វើឲ្យវាផ្ដាច់ផ្ងាទៅក្រោយតែម្ដង
នៅពេលដែលអូនឆ្មាពណ៌លឿងបានខ្វាច់ដោយការអាប៉ែក្បាលផ្សិតហើយនោះវាក៏បានដើរចេញយ៉ាងសង្ហាតែម្ដងណាតែពេលហ្នឹងអាប៉ែក្បាលផ្សិតពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាអូនឆ្មាពណ៌លឿងខ្វាច់មកកាន់វាអញ្ចឹងតបមកហ្នឹងអូនឆ្មាពណ៌លឿងគាត់ក៏បានដើរទៅកាន់ជើងនរណាម្នាក់ដែលអូនម្នាក់ហ្នឹងគាត់មានឈ្មោះថាអារីមនៅពេលដែលអាប៉ែក្បាលផ្សិតបានឃើញទៅកាន់អូនអារីមហើយវាក៏បានsay helloទៅកាន់អូនអារីមតែម្ដងតែអូនអារីមបានតែនិយាយថាអរុនសួស្ដីតែមួយម៉ាត់នាងក៏ដើរចេញតែម្ដងមិនបានខ្វល់ពីអាប៉ែនឹងនោះទេប៉ុន្តែមើលទៅមុខរបស់អាប៉ែក្បាលផ្សិតនឹងពិតជាសប្បាយចិត្តខ្លាំងហ្មងណាទោះបីឆ្មាខ្វាចក៏វានៅតែសប្បាយចិត្តចេញដែរវ៉ៃទៅពេលណាអាប៉ែសក់ខ្មៅក៏បានសួរទៅកាន់អាប៉ែសក់ផ្សិតថាមើលទៅកាន់អូនអារីមនឹងពិតជាស្រស់ស្អាតជាងអូនយ៉េណាទៅទៀតតែមើលទៅកាន់អូនអារីមវិញដូចជាប្រងើយកន្តើយជាមួយនឹងអាប៉ែក្បាលផ្សិតខ្លាំងមែនតើអាប៉ែសក់ខ្មៅនឹងគាត់ក៏បាននិយាយថាអារ៉ាមនឹងដូចជាជីជនអញ្ចឹងមើលទៅនាងទៅដូចជាមនុស្សមិនសូវជាចេះមាត់ចេះកដែរហើយពេលហ្នឹងអាប៉ែសក់ខ្មៅវាក៏បាននិយាយទៅកាន់អាកូថាហើយជូតឈាមនៅនឹងមុខចេញទៅដោយសារវាអាក្រក់មើលខ្លាំងមែនតើហើយបន្ទាប់មកហ្នឹងយើងក៏បានឃើញជីជននិងអូនយ៉េណាបានដើរទៅសាលាជាមួយនឹងគ្នាតែមើលទៅដូចជាស្វីតខ្លាំងមែនតើមិនដូចជាអ្នកអត់លិតដូចអ្នកកំពុងមើលនោះទេហើយសាច់រឿងក៏បានកាត់ចូលទៅដល់ក្នុងសាលារៀនវិញម្ដងតែមើលទៅសាលារៀនរបស់ជីជនកំពុងតែរៀននឹងពិតជារញ៉េរញ៉ៃខ្លាំងមែនតើហើយអ្នកខ្លះទៅដូចជាមិនចូលចិត្តទៅកាន់ជីជននោះទេដោយសារតែជីជនស្ងាត់ស្ងៀមដូចជាមនុស្សរុក្ខជាតិអញ្ចឹងហើយពេលហ្នឹងអូនយ៉េណាក៏បានយកទូរស័ព្ទរបស់នាងថតទៅកាន់ជីជនព្រមទាំងពាក្យនិយាយថាមើលទៅជីជនដូចជារូបភាពអញ្ចឹងអូនយ៉េណាក៏បន្តនិយាយទៀតថាជីជននឹងបានផ្ទេរចូលនៅក្នុងសាលាមួយនេះរយៈពេល1 ខែហើយជីជននឹងអង្គុយសមាធិដូចជាចុចអញ្ចឹងតែមើលទៅដូចជានាងលួចស្រឡាញ់ទៅកាន់ជីជនបាត់ទៅហើយរួចនាងក៏បានថតរូបរបស់ជីជនដាក់ទៅក្នុងទូរស័ព្ទរបស់នាងហើយនាងបានយល់ឡែថាដោយសារតែនាងចង់ទុករូបរបស់ជីជននៅក្នុងទូរស័ព្ទនេះនាងចង់រំលឹកការឈរសមាធិរបស់ជីជនតែប៉ុណ្ណោះតែបើសិនជាជីជនមិនចូលចិត្តនាងនឹងលុបចេញតែម្ដងតែមើលទៅជីជនមិនបានមាត់កជាមួយនឹងអូនយ៉េណានោះទេតែមើលទៅអូនយ៉េណាពិតជាសប្បាយចិត្តខ្លាំងមែនតែនហ្មងតែពេលហ្នឹងក៏មានបរិសម្នាក់ក៏បានបើកទ្វារចូលមកដែលបរិសម្នាក់ហ្នឹងគាត់មានឈ្មោះថាសូតាស៊ូតែអាប៉ែសូតាស៊ូហ្នឹងគឺជាសិស្សប៊ូលីនៅក្នុងថ្នាក់ទី 5B តែម្ដងមើលទៅគ្រាន់តែសូតាស៊ូហ្នឹងចូលមកភ្លាមហ្នឹងធ្វើឲ្យសិស្សគ្រប់គ្នាស្ងាត់តែម្ដងមិនហ៊ានមាត់កដូចជាពីមុននោះទេដោយពេលហ្នឹងអូនយ៉េណានិងមិត្តភក្តិស្រីរបស់នាងហ្នឹងក៏ចង់បានរូបរបស់ជីជនមួយដែរហ្នឹងទៅនាងក៏បានយកគ្នាទៅវិញទៅមកប៉ុន្តែនៅពេលហ្នឹងអាប៉ែសូតាស៊ូហ្នឹងវាក៏បានច្រត់ទៅលើស្មារបស់ជីជននៅពេលហ្នឹងវាក៏បាននិយាយមើលងាយទៅកាន់ជីជនខ្លាំងមែនតែនហ្មងទៅពេលហ្នឹងតាក់ស៊ូវាក៏បានលើកដៃរបស់ជីជនឡើងមករួចក៏បាននិយាយថាដៃរបស់ជីជនដូចជាមនុស្សស្រីអញ្ចឹងដែលវានិយាយផងសើចផងដូចជាមនុស្សឆ្កួតអញ្ចឹងប៉ុន្តែអាប៉ែតាក់ស៊ូហ្នឹងវាក៏នៅតែនិយាយដដែលថាដៃរបស់ជីជនហ្នឹងដូចជាមនុស្សស្រីអញ្ចឹងតែធ្វើឲ្យជីជនពិតជាមើលជាមួយនឹងវាខ្លាំងមែនតែនហ្មងប៉ុន្តែនៅពេលហ្នឹងអូនយ៉េណាក៏ប្រាប់ឲ្យអាប៉ែតាក់ស៊ូហ្នឹងឈប់ភ្លាមទៅហើយនាងមើលទៅកាន់ទង្វើរបស់អាប៉ែតាក់ស៊ូដូចជាមិនសមទាល់តែសោះទៅពេលហ្នឹងអាប៉ែតាក់ស៊ូក៏បាននិយាយទៅអូនយ៉េណាវិញថាមកពីវាឃើញជីជនហ្នឹងគួរឲ្យស្រឡាញ់ពេកតែពេលហ្នឹងតាក់ស៊ូវាក៏បានបដូរប្រធានបទដោយវាបាននិយាយទៅកាន់អូនយ៉េណាថាក្រែងម្សិលមិញវាបានឲ្យមិត្តភក្តិរបស់វាហើយអូនយ៉េណាហ្នឹងទៅខារ៉ាអូខេជាមួយនឹងវាហើយហេតុអ្វីបានជាអូនយ៉េណាមិនទៅអញ្ចឹងនៅពេលហ្នឹងអូនយ៉េណាក៏បានតបទៅតាក់ស៊ូវិញថាដោយសារតែម្សិលមិញហ្នឹងនាងហត់ពេកនាងក៏បានកេងបាត់ទៅហេតុអ្វីបានជាតាក់ស៊ូមិនយល់ពីនាងសោះអញ្ចឹងតាក់ស៊ូវាក៏បានតបមកកាន់អូនយ៉េណាវិញថាតែនាងមិនត្រូវកេងនោះទេនាងគួរតែមកដោយសារតែវានឹងគឺជាមិត្តប្រុសរបស់នាងនឹងឯងអញ្ចឹងនាងត្រូវតែមកតើនាងមិនដឹងទេឬថាខ្ញុំពិតជារងចាំនាងយូរខ្លាំងមែនតែនយ៉េណាតែថ្ងៃនេះនាងត្រូវតែមកយ៉េណាបើអញ្ចឹងទេនាងដឹងហើយថាវានឹងទៅជាបែបណាហើយតាក់ស៊ូវាក៏បានដើរអង្គុយទៅលើតុដូចជាធម្មតាហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់ការលេងបាល់ទាត់វិញម្ដងនៅពេលហ្នឹងអូនយ៉េណាក៏បានដើរសម្ដៅទៅកាន់ជីជនដោយនាងក៏បាននិយាយទៅអូនតែថាថ្ងៃនេះពិតជាក្តៅខ្លាំងមែនតែនប៉ុន្តែជីជនមិនបានមាត់កជាមួយនឹងនាងនោះទេនៅពេលហ្នឹងនាងក៏បានអង្គុយចិត្តជីជនរួចក៏បាននិយាយថាតើជីជននោះមិនក្តៅទេអីហើយហេតុអ្វីបានជាជីជនមិនតបតជាមួយនឹងនាងអញ្ចឹងតែនាងមានអារម្មណ៍ថាពិត
ពិតជាស្រស់ស្រាយខ្លាំងមែនតែនពេលដែលអង្គុយចិត្តជីជន់យ៉ាងណានិយាយផងសើចផងថាជីជន់នឹងពិតជាមិននិយាយសោះតែម្ដងនាងកំពុងតែនិយាយសើចសប្បាយនោះអបិតសូរវាក៏បានឃើញអូនយ៉ាងណានិងជីជន់នឹងពិតជាស្និទ្ធស្នាលជាមួយនឹងគ្នាតែម្ដងដែលធ្វើឲ្យពេលហ្នឹងវាភ្លឹកវាមិនបានមើលទៅកាន់បាល់របស់អាហ្វូនោះទេអញ្ចឹងទៅធ្វើឲ្យបាល់របស់អាហ្វូបានហោះសំដៅទៅកាន់ក្បាលរបស់វាតែម្ដងមើលទៅមួយបាល់នេះដូចជាមិនស្រាលនោះទេដែលធ្វើឲ្យបេតាស៊ូវាបានខ្ទក់ទៅក្រោយនៅពេលហ្នឹងអាហ្វូវាក៏បានសុំទោសទៅកាន់តាស៊ូដែរពេលហ្នឹងតាស៊ូវាក៏បានតបទៅកាន់អាហ្វូវិញថាវាមិនអីនោះទេគ្រាន់តែក្បាលវាឈឺបន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងអាហ្វូឯងមិនបាច់បារម្ភអំពីរឿងហ្នឹងនោះទេយើងគួរតែលេងសប្បាយបន្តទៀតប៉ុន្តែពេលដែលអាហ្វូបានបែរទៅក្រោយមុខគាត់ពិតជាមើលខ្លាំងមែនតើមិនដឹងជាគុំជីជន់យ៉ាងណានោះទេតែរឿងក៏បានកាត់ចូលមកដល់ជីជន់កំពុងតែគេងវិញម្ដងតែពេលហ្នឹងយើងក៏បានឃើញនរណាម្នាក់រត់បុកទ្វារយ៉ាងខ្លាំងដែលម្នាក់នោះគឺជាអាហ្វូនឹងឯងហើយមើលទៅអាហ្វូពិតជាភ័យខ្លាំងមែនតើហើយក្រឆាបក្បាលមួយដុំទៀតដែលនោះគឺជាស្នាដៃរបស់តាក់ស៊ូនឹងឯងដោយតាក់ស៊ូធ្វើបែបហ្នឹងដោយសារតែអ្នកទាំងអស់គ្នាដឹងហើយអាហ្វូនឹងបានទាត់បាល់ចំនឹងមុខរបស់តាក់ស៊ូតែម្ដងធ្វើឲ្យវាខឹងវាក៏បានមកកោសក់របស់អាហ្វូទោះបីជាអាហ្វូបានសុំទោសទៅកាន់តាក់ស៊ូយ៉ាងណាក៏ដោយតែតាក់ស៊ូវាមិនឈប់នឹងទង្វើរបស់វានោះទេតាក់ស៊ូវាក៏បានប្រាប់ឲ្យអាហ្វូនឹងបិទមាត់ហើយឆាប់ដើរមករកវាឲ្យលឿនបើមិនអញ្ចឹងទេអាហ្វូនឹងត្រូវធ្ងន់តែម្ដងពេលដែលអាហ្វូបានលើទៅកាន់តាក់ស៊ូនិយាយហើយមើលទៅអាហ្វូពិតជាភ័យខ្លាំងមែនតែនហើយអាហ្វូវាក៏បានអង្គុយលុតជង្គង់ឲ្យតាក់ស៊ូនឹងកោសក់របស់វាសារតែវាមិនចង់ឈឺសាច់នោះទេតែដោយសារតែសម្លេងឡូឡាជីជន់ក៏បានភ្ញាក់ឡើងធ្វើពួកអាចកអចែមវាក៏បានឃើញទៅកាន់ជីជន់ដោយវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហ្មងដោយអាចកអចែមរបស់តាក់ស៊ូវាក៏បានភ្ញាក់ហើយធ្វើឲ្យតាក់ស៊ូបែរមកក៏បានឃើញទៅកាន់ជីជន់ទៅពេលហ្នឹងតាក់ស៊ូវាក៏បាននិយាយទៅកាន់ជីជន់ថាហេតុអ្វីបានជាជីជន់នឹងញ៉ាំអាហារថ្ងៃត្រង់នៅលើដំបូលសាលារៀនអញ្ចឹងតែវាមិនបានគិតរឿងហ្នឹងនោះទេវាក៏បានងាកដៃមកកាន់អាហ្វូវិញម្ដងពេលហ្នឹងវាបង្រងនឹងកោសក់របស់អាហ្វូតែពេលហ្នឹងតាក់ស៊ូវាក៏បាននិយាយថាវានឹងបង្កើតស្នាដៃកាត់សក់មួយឲ្យពួកអាចកអចែមរបស់វានឹងមើលទៅពេលហ្នឹងវាក៏បានកាត់សក់របស់អាហ្វូឆ្វេងឆ្វាយទៅបានលេចចេញរូបរាងដ៏សង្ហាឲ្យទៅកាន់ជីជន់មើលហើយមើលទៅដូចជាស្រស់ស្អាតដូចជាអ្នកកំពុងមើលអញ្ចឹងពេលហ្នឹងតាក់ស៊ូវាក៏បានសួរទៅកាន់ជីជន់ថាតើគាត់កាត់សក់នឹងជីជន់ឲ្យបន្ទុកប៉ុន្មានដែរតាក់ស៊ូក៏បន្តនិយាយទៀតថាហេតុអ្វីបានជាជីជន់មិនសើចតតែសោះអញ្ចឹងហើយវាខំធ្វើឲ្យជីជន់សើចប៉ុណ្ណឹងហើយតាក់ស៊ូវាក៏បន្តនិយាយទៀតថាជីជន់ដូចជាមិនចូលចិត្តនៅស្នាដៃរបស់វាសោះហើយវាខំកាត់យ៉ាងស្រស់ស្អាតប៉ុណ្ណឹងហើយតែបែរជាជីជន់នៅស្ងាត់ស្ងៀមទៅវិញតាក់ស៊ូនៅតែបន្តនិយាយទៀតថាតើជីជន់នឹងចូលចិត្តស្នាដៃរបស់វាឬអត់អូបើសិនជាជីជន់ចូលចិត្តវានឹងធ្វើឲ្យដូចអាហ្វូដែរបន្ទាប់មកតាក់ស៊ូក៏បានយកកត្រៃឡុងដឺនឹងដាក់ទៅនៅមុខរបស់ជីជន់តែម្ដងហើយវាបានសួរថាតើជីជន់នឹងចង់កាត់សក់ដូចជាអាហ្វូឬអត់តើហេតុអ្វីបានជាជីជន់មិនមាត់ជាមួយនឹងវាអញ្ចឹងតើហេតុអ្វីបានជាជីជន់ឯងមិនមាត់តបតជាមួយនឹងយើងអញ្ចឹងអូមិនតែវាមិនអីនោះទេយើងនឹងធ្វើឲ្យឯងស្រស់ស្អាតជីជន់តែនៅពេលដែលវាកំពុងតែយកកត្រៃឡុងដឺដាក់ទៅកាន់មុខរបស់ជីជន់ហើយនោះហើយជីជន់ពិតជាមុខមើលខ្លាំងមែនតែនហើយវាក៏បានបញ្ចេញទឹកមុខដ៏គួរឲ្យខ្លាចរបស់វាចេញមកដែរប៉ុន្តែនេះគ្រាន់ជាការប្រមានរបស់តាក់ស៊ូតែប៉ុណ្ណោះវាមិនបានធ្វើនោះទេហើយវាបានយកហេតុផលថាបើសិនជាវារញ៉េរញ៉ៃជាមួយនឹងជីជន់ប្រហែលជាស្រីដែលរញ៉េរញ៉ៃជាមួយនឹងជីជន់មិនខ្វាយខ្វល់ពីវាទៀតនោះទេហើយបន្ទាប់មកហ្នឹងតាក់ស៊ូវាក៏បានដើរចេញពីកន្លែងហ្នឹងទៅតែនៅសល់តែជីជន់និងអាហ្វូតែប៉ុណ្ណោះដែលនៅលើសាលារៀនហ្នឹងបន្ទាប់មកហ្នឹងអាហ្វូវាក៏បានយកទូរស័ព្ទរបស់វាដើម្បីឆ្លោះមើលទៅកាន់ក្បាលរបស់វាចឹងទៅពេលដែលអាហ្វូបានឃើញសក់របស់វាហើយវាពិតជាតក់ស្លុតខ្លាំងមែនតែនហើយនៅពេលហ្នឹងអាហ្វូវាក៏បានសួរទៅកាន់ជីជន់ថាហេតុអ្វីបានជាជីជន់មិនសើចតតែសោះអាហ្វូវាក៏បន្តនិយាយទៀតថាទោះបីជាជីជន់សើចក៏វាមិនខ្វល់ដែរប៉ុន្តែមើលទៅជីជន់នៅតែស្ងប់ស្ងៀមដដែលអាហ្វូក៏បន្តនិយាយទៀតថាវាដូចជាការរំពឹងទុករបស់វាមានថាជីជន់នឹងខុសពីមនុស្សដទៃដែលមិនចូលចិត្តសើចមុខលើវា
ហើយអាភូវាក៏បានដើរចេញព្រមទាំងអរគុណទៅកាន់ជីជនដែលបានសើចចំអកមកកាន់វាសាច់រឿងក៏បានកាត់ចូលមកដល់ពេលចេញពីសាលាវិញម្ដងដោយពេលហ្នឹងមេឃភ្លៀងពិតជាខ្លាំងមែនតែនតែនៅពេលហ្នឹងយើងក៏បានឃើញអារ៉ែមកំពុងឈរសម្លឹងទៅកាន់ជីជនដោយជីជនមិនមានឆាត់ទទួលនោះទេពេលដែលនាងកំពុងតែមើលហ្នឹងអាកូក៏បានហៅមកកាន់ជីជនមកតាមវាមកដោយសារតែតាក់ស៊ូនឹងចង់ជួបជីជនហើយយើងក៏បានឃើញតាក់ស៊ូនឹងក្រុមបកពួករបស់វាកំពុងតែអង្គុយចាំទៅកាន់ជីជនពេលហ្នឹងតាក់ស៊ូវាក៏បានហៅជីជនព្រមទាំងពាក្យនិយាយថាជីជននឹងសំបីតែមេឃភ្លៀងក៏នៅតែសង្ហាដែរអញ្ចឹងតាបានជានារីស្រឡាញ់ជីជននឹងច្រើនម្ល៉េះពេលហ្នឹងអូនយេណាក៏បានសួរតាក់ស៊ូថាហេតុអ្វីបានជាតាក់ស៊ូហៅទៅកាន់ជីជនមកទីនេះតើតាក់ស៊ូនឹងចង់ធ្វើអីទៅកាន់ជីជនមែនពេលហ្នឹងតាក់ស៊ូក៏បានតបទៅកាន់អូនយេណាវិញថាគាត់គ្រាន់តែហៅជីជនមកដើម្បីពិនិត្យមើលរឿងមួយបន្ទាប់មកហ្នឹងតាក់ស៊ូវាក៏បានបោះទូរស័ព្ទរបស់អូនយេណាទៅនឹងដីដែលនៅក្នុងទូរស័ព្ទរបស់អូនយេណាហ្នឹងគឺជារូបរបស់ជីជនតែមើលទៅកាន់ជីជនដូចជាធម្មតាខ្លាំងមែនតែននៅពេលដែលតាក់ស៊ូបានទម្លាក់ទូរស័ព្ទរបស់អូនយេណាហើយនោះទៅមុខរបស់តាក់ស៊ូពិតជាមើលខ្លាំងមែនតែនដូចជាចង់ស៊ីសាច់របស់ជីជនអញ្ចឹងពេលហ្នឹងអូនយេណាក៏បានប្រាប់ទៅកាន់អបេតាក់ស៊ូដែរថាគ្រាន់តែតាំងរូបរបស់ជីជនលេងប៉ុណ្ណោះពេលដែលនាងបានឃើញរូបរបស់ជីជននាងមានអារម្មណ៍ល្អជានិច្ចពេលដែលអូនយេណានិយាយហើយធ្វើឲ្យតាក់ស៊ូនឹងពិតជាខឹងជាខ្លាំងតែមើលទៅយេណានាងមិនបានខ្វល់ពីអបេតាក់ស៊ូនោះទេបែបជាប្រាប់ឲ្យជីជននឹងឆាប់ចេញពីកន្លែងហ្នឹងទៅព្រោះតែកន្លែងហ្នឹងវាពិតជាគ្រោះថ្នាក់ខ្លាំងមែនតើពេលហ្នឹងអាចកអាចែមវាក៏បាននិយាយទៅកាន់អូនយេណាថាតើអូនយេណានឹងដឹងថាពេលដែលចែចង់ជីជននៅនឹងមុខរបស់តាក់ស៊ូហ្នឹងវានឹងទៅជាបែបណាតែមើលទៅអូនយេណាដូចជាមិនខ្វល់តតែសោះតែនៅពេលនោះតាក់ស៊ូវាក៏បានវាយទៅកាន់អូនយេណាមួយដៃតែម្ដងធ្វើឲ្យអូនយេណានឹងបានផ្ងាក្រោយតែម្ដងមួយដៃនោះធ្វើឲ្យអូនយេណានឹងទៀតឈាមត្រូវនឹងមុខរបស់ជីជនតែម្ដងតែអបេតាក់ស៊ូនឹងវាបានវាយទៅកាន់អូនយេណាហើយវាក៏បានជេរទៅកាន់អូនយេណាថាជាឆ្កែញីមិនចេះខ្មាស់អៀនហើយវាក៏បានដើរនៅមុខរបស់ជីជនវិញម្ដងឲ្យនិយាយប្រាប់ទៅកាន់ជីជនថាយេណានឹងស្រឡាញ់ជីជនមិនបានស្រឡាញ់វានោះទេហើយចុះជីជនវិញមានចាប់អារម្មណ៍ទៅកាន់អូនយេណាដែរឬទេឲ្យជីជននឹងឆាប់ប្រាប់មកកាន់វាភ្លាមមកស៊ូវាក៏បន្តនិយាយទៀតថាបើសិនជាជីជនប្រាប់វាត្រង់វានឹងឲ្យអូនយេណានឹងទៅកាន់ជីជនមិនប្រាប់ត្រង់ទេជីជននឹងដឹងហើយថាវានឹងទៅជាបែបណាពេលហ្នឹងអូនយេណាក៏បាននិយាយជំនួសជីជនថាតាក់ស៊ូនឹងតែងតែផឹកស៊ីជាមួយនឹងក្មេងស្រីហើយប្រាប់ថាក្មេងស្រីទាំងអស់នោះគឺជាមិត្តស្រីរបស់វាហើយមនុស្សស្រីណាដែលអាចទ្រាំស្រឡាញ់តាក់ស៊ូបានទៀតនោះទៅពេលដែលតាក់ស៊ូបានឮអូនយេណានិយាយហើយពិតជាធ្វើឲ្យតាក់ស៊ូខឹងខ្លាំងមែនតែនពេលនោះតាក់ស៊ូវាក៏បានឡើងជង្គង់ចំពោះរបស់អូនយេណាតែម្ដងដែលវាមិនគិតទេថានាងគឺជាមនុស្សស្រីពេលហ្នឹងជីជនពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនតាក់ស៊ូហ៊ានធ្វើបែបនេះទៅកាន់អូនយេណាតែជីជនបានត្រឹមតែឈរមើលតែប៉ុណ្ណោះមិនទាន់បញ្ចេញសកម្មភាពនោះទេនឹងអូនយេណាក៏បាននិយាយទៅកាន់តាក់ស៊ូទៀតថានាងពិតជាឈួតខ្លាំងមែនតែនដែលបានសង្សារបែបនេះហើយនាងមិនគួរណាត់ជួបជាមួយនឹងមនុស្សថោកទាបដូចជាតាក់ស៊ូបន្តទៀតនោះទេនៅពេលដែលតាក់ស៊ូបានលើដូច្នេះវាក៏បានកពួចដៃអាវរបស់អូនយេណាឡើងបង្រងនឹងមាត់អូនយេណាទៅហើយតែជីជនគាត់ក៏បានយកដៃរបស់គាត់បោះនឹងដៃរបស់តាក់ស៊ូតែនៅពេលហ្នឹងតាក់ស៊ូពិតជាភ្ញាក់ផ្អើលជាខ្លាំងជីជនហ៊ានខ្ទាស់ដៃរបស់វាពេលហ្នឹងតាក់ស៊ូវាក៏បានក្រវេះដៃរបស់ជីជនចេញពីវាទៅព្រមទាំងមាត់ជីជនចំកណ្ដាលមុខមួយដៃទៀតផងដែរតែធ្វើឲ្យជីជនប៊ីសនឹងផ្ងាទៅក្រោយប៉ុន្តែជាសំណាងល្អជីជនអាចទប់លំនឹងខ្លួនឯងបានតែគ្រាន់តែទៀតថយក្រោយបន្តិចបន្តួចតែប៉ុណ្ណោះទៅពេលហ្នឹងជីជនមិនទាន់រៀបចំខ្លួនឯងឲ្យត្រឹមត្រូវផងតាក់ស៊ូវាក៏បានងាដៃរបស់វាវាយចំនឹងទ្រូងរបស់ជីជនដែលធ្វើឲ្យជីជនបានខ្ទាតទៅក្រោយមកតង់ទៀតមួយដៃនេះវាពិតជាខ្លាំងមែនតែនប៉ុន្តែមើលទៅវាពិតជាអស្ចារ្យខ្លាំងមែនតែនដែលជីជនអាចរងនឹងកំដាប់ដៃរបស់តាក់ស៊ូបានស៊ូវាក៏បានឃើញដូច្នេះវាក៏បានវាយទៅបន្តទៀតតែមើលទៅជីជនបានគេចយ៉ាងងាយស្រួលតែម្ដងពេលហ្នឹងជីជនក៏បានងាដៃខាងស្ដាំរបស់គាត់វាយចំនឹងមុខរបស់តាក់ស៊ូតែម្ដងធ្វើឲ្យតាក់ស៊ូនឹងបានបកក្បាលខ្ទប់នឹងថ្មវាពិតជាធ្វើឲ្យពួកអាចកអាចែមនឹងពិតជាផ្អើលខ្លាំងមែនតែនដែលតាក់ស៊ូមិនអាចវាយឈ្នះទៅកាន់ជីជនព្រមទាំងអូនយេណាផងដែរពេលហ្នឹងតាក់ស៊ូវាក៏បានក្រោកឡើងបន្តទៀតតែក៏បានស៊ីមួយជង្គង់របស់ជីជនតែម្ដងមួយជង្គង់នេះវាមិនស្រាលនោះទេធ្វើឲ្យតាក់ស៊ូនឹងបាត់មាត់ជ្រាបតែម្ដងនៅពេលដែលអាចកអាចែមរបស់តាក់ស៊ូឃ
ឃើញដូច្នេះវាក៏បានរត់ចូលដើម្បីវាយជាមួយនឹងជីជន់តែមើលទៅវាគ្មានគីឡូជាមួយជីជន់នោះទេត្រូវជីជន់ម៉ាត់មួយដៃចំកណ្ដាលមុខតែម្ដងធ្វើឲ្យពួកវាទាំងពីរហ្នឹងកាប់ផ្ងាទៅក្រោយពេលហ្នឹងកូនចៅអាចារ្យអាចារ្យរបស់តាក់ស៊ូពិតជាក្បាលខូចខ្លាំងមែនតើវាក៏បានយកដៃហ្នឹងបង្រងនឹងវាយទៅកាន់ក្បាលរបស់ជីជន់ទៅហើយប៉ុន្តែជីជន់បានរីភ្លេចឃើញទាន់ក៏បានរវេះវាមួយជើងខ្ទប់នឹងដីតែម្ដងអាគោគ្រាន់តែឃើញដូច្នេះវាពិតជាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ជីជន់ខ្លាំងមែនតើនៅពេលនោះតាក់ស៊ូវាមិនទាន់បានសន្លប់នោះទេបាននិយាយឌឺដងទៅកាន់ជីជន់បន្តទៀតធ្វើឲ្យជីជន់នឹងបានដើរសម្ដៅមករកវាហើយជីជន់ក៏បានម៉ាត់វាមួយដៃចំកណ្ដាលមុខតែម្ដងធ្វើឲ្យវានឹងបានខ្ទប់នឹងថ្មជាលើកទី3ពេលនេះទោះបីជារាប់ដល់20ក៏អាស៊ូវាមិនអាចងើបមកម្ដងទៀតបានផងដែរពេលនឹងគុំតែបានអូនយេណាខាត់ទេកុំអីតាក់ស៊ូប្រហែលជាស្លាប់នៅក្នុងស្នាដៃរបស់ជីជន់បាត់ទៅហើយពេលនឹងក៏មានរន្ទះបាញ់មកហើយធ្វើឲ្យជីជន់នឹងពិតជាសាហាវខូខើខ្លាំងមែនតែនមើលទៅគាត់ដូចជាបិសាចអញ្ចឹងហើយតាក់ស៊ូវាបានសន្លប់បាត់ទៅហើយជីជន់គាត់ក៏បានយកកតាបរបស់គាត់ក៏បានដើរទៅគេអាឋានរបស់គាត់វិញហើយសាច់រឿងរបស់យើងក៏បានចប់ដោយត្រឹមហ្នឹងបាយបាយអ្នកទាំងអស់គ្នាឡងសួស្ដីអ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំមកបន្តសាច់រឿងសិស្សសាលាដែលផ្ទេរមកថ្មីបន្តទៀតហើយសិនជាអ្នកទាំងអស់គ្នាចូលចិត្តមកកាន់ខ្ញុំអាច comment រូបបេះដូងឬមេដៃអីក៏បានដែរអ្នកទាំងអស់គ្នាធ្វើអញ្ចឹងមកកាន់ខ្ញុំពិតជាមានកម្លាំងចិត្តធ្វើបន្ថែមទៀតផ្ដានសាច់រឿងភាគ2របស់យើងហ្នឹងក៏បានសារសាច់រឿងថយក្រោយបន្តិចអំពីរឿងពីមុននៅពេលដែលអាគោបានហៅជីជន់ហ្នឹងទៅជួបតាក់ស៊ូហ្នឹងពេលហ្នឹងអូនអារីមក៏បានឃើញដែរខ្ញុំសូមនិយាយបន្តិចដោយសារតែអាគោហ្នឹងឈ្មោះពិតរបស់គាត់គឺឈ្មោះតឹងមីននោះទេតែខ្ញុំជ្រុលជាហៅអាគោហើយចឹងខ្ញុំសុំហៅអាគោបន្តទៀតទៅចឹងទៅអូនអារីមនាងពិតជាឆ្ងល់ជាខ្លាំងហើយនៅពេលហ្នឹងអូនអារីមនាងក៏បានដើរតាមទៅកាន់ពួកគេទាំងអស់នោះហើយចង់ដឹងថាអាគោហ្នឹងនាំជីជន់ទៅកន្លែងណាតែនៅពេលហ្នឹងអាគោវាក៏បាននាំជីជន់ហ្នឹងមកទម្លាតផ្លូវទូចមួយតែនឹងហើយគឺជាជំរំរបស់តាក់ស៊ូពេលអញ្ចឹងទៅអូនអារីមមិនហ៊ានចូលក្នុងនោះទេពេលហ្នឹងអូនអារីមក៏បានលួចមើលសកម្មភាពទាំងអស់ជីជន់ហ្នឹងបានវាយជាមួយនឹងតាក់ស៊ូនិងអាចកអាចែមទាំងអស់នោះពេលដែលអូនអារីមឃើញដូច្នេះនាងពិតជាភ្ញាក់ផ្អើលជាខ្លាំងតែជីជន់មិនចេះមាត់មិនចេះកទេមិនបាច់មើលសមត្ថភាពនោះទេក្រុមរបស់តាក់ស៊ូជិត10នាក់ជីជន់ដួលពួកគេទាំងអស់ត្រឹមតែដៃទទេតែប៉ុណ្ណោះពេលដែលអូនអារីមឃើញដូច្នេះនាងមិនបានចូលទៅហាមអ្វីនោះទេនាងបានតែឈរមើលពីចម្ងាយនៅពេលដែលជីជន់បានផ្ដួលពួកគេទាំងអស់ហើយនោះតែអ្នកទាំងអស់គ្នាមើលទៅកាន់មុខរបស់ជីជន់ទៅវាពិតជាគួរឲ្យខ្លាចខ្លាំងមែនតែនហើយនៅពេលហ្នឹងជីជន់គាត់ក៏បានដើរចេញក្រៅហើយមើលទៅគាត់ក៏ត្រុតត្រងបន្តិចដែរតែនៅពេលហ្នឹងគាត់ក៏បានក្រឡេកភ្នែកឃើញទៅកាន់អូនអារីមប៉ុន្តែមើលទៅនាងបែរជាបាំងមុខចិត្តមិនហ៊ានមើលមុខជីជន់ទៅវិញដែលជីជន់ឃើញដូច្នេះគាត់មិនបានខ្វាយខ្វល់ជាមួយនឹងនាងនោះទេតែបើតាមមើលទៅកាន់ទឹកមុខរបស់អូនអារីមវិញជាបារម្ភទៅកាន់ជីជន់ខ្លាំងមែនតែនហ្មងប្រហែលជាអូនអារីមមានចិត្តស្រឡាញ់ជីជន់ដូចជាអូនយ៉េណាដែរហើយមើលទៅបានជាទឹកមុខរបស់អូនសពូនបែបនេះហើយនៅពេលហ្នឹងអូនអារីមនាងក៏បានយកឆ័ត្រដើម្បីទទួលឲ្យជីជន់ដែរប៉ុន្តែមើលទៅជីជន់ហាក់ដូចជាមិនខ្វាយមិនខ្វល់អំពីអូនអារីមសោះហើយនៅពេលហ្នឹងជីជន់គាត់ក៏បានដើរចេញដោយមិនទទួលឆ័ត្ររបស់អូនអារីមនោះទេហើយមើលទៅជីជន់ដូចជាមិនចង់ទទួលការជួយអំពីនរណាគេទាំងអស់ពេលដែលអូនអារីមឃើញដូច្នេះអូនក៏បានអន់ចិត្តបន្តិចបន្តួចផងដែរប៉ុន្តែមើលទៅអូនដូចជាឈរមើលជីជន់មិនដាច់ភ្នែកសោះហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់ក្នុងសាលារៀនវិញម្ដងតែថ្ងៃនេះយើងមិនបានឃើញតាក់ស៊ូមកសាលានោះទេសូម្បីតែជីជន់នឹងគាត់ក៏មិនបានមកសាលាដែរថ្ងៃនេះចឹងទៅធ្វើឲ្យសិស្សទាំងអស់គ្នាពិតជាឆ្ងល់ជាខ្លាំងអ្វីបានជាពួកគេទាំងពីរមិនមកសាលារៀនទៅពេលហ្នឹងអូនយូរីក៏បានញាស់អូនយេណាថាអ្វីអូនយេណានឹងបែរមើលទៅតុរបស់ជីជន់ម្លេះតើអូនយេណានឹងបារម្ភអំពីជីជន់មែនបានជាជីជន់មិនមកមួយថ្ងៃអូនយេណាដូចជាបែរមើលតុរបស់ជីជន់មិនដាក់ភ្នែកសោះហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់ក្រុមរបស់តាក់ស៊ូវិញម្ដងតែពួកគេទាំងអស់នោះកំពុងតែប្រជុំនិយាយអ្វីមួយនៅពេលហ្នឹងបរិសម្នាក់នោះក៏បានសួរសុងអ៊ីនថាតាក់ស៊ូនឹងកើតអីមែនបានជាមិនមកនៅថ្ងៃនេះហើយពេលហ្នឹងសុងអ៊ីនគាត់ក៏បានប្រាប់ទៅគាត់ម្នាក់ហ្នឹងវិញថាសារតែតាក់ស៊ូឥឡូវហ្នឹងគាត់កំពុងតែសម្រាននៅមន្ទីរពេទ្យហើយគាត់ប្រហែលជាមិនហ៊ានមកនោះទេដោយសារគាត់ពិតជាខ្មាស់អៀនខ្លាំងមែនតើដោយសារតែក្រុមរបស់តាក់ស៊ូ4នាក់មិនអាចយកឈ្នះមនុស្សម្នាក់បានហើយបរិសដែលបាននិយាយមួយហ្នឹងគាត់មានឈ្មោះថាកាងដូអ៊ីនហើយកាងដូអ៊ីនហ្នឹងគាត់មានសិប្បកម្មដែលនៅក្នុងសាលារៀនរបស់វាផ្ទាល់តែម្ដងទៅពេលហ្នឹងកាងដូអ៊ីនពិតជាចាប់អារម្មណ៍ខ្លាំងមែនតើតើបរិសដែលវាយជាមួយនឹងតាក់ស៊ូហ្នឹងគឺជាមនុស្សបែបណាហើយអ្វីបានជាតាក់ស៊ូមិនអាចយកឈ្នះបានខ្ញុំឥឡូវហ្នឹងពិតជាចាប់អារម្មណ៍ជាមួយនឹងបរិសម្នាក់ហ្នឹងខ្លាំងមែនតើប្រាប់យើងបន្តទៀតមកសុងអ៊ីនមីនក៏បានប្រាប់បន្ត
ទៀតអានកាងដូអ៊ីនថាអស់ម្នាក់ហ្នឹងគឺពិតជាអាចកំបាំងខ្លាំងមែនតែនដោយគាត់ហ្នឹងមិនចេះម៉ត់កនោះទេហើយគាត់ហ្នឹងគឺមានឈ្មោះថាជីជុនជីជុនហ្នឹងគាត់គឺជាសិស្សដែលទៅតែផ្ទេមកថ្មីបានមួយខែតែប៉ុណ្ណោះចឹងទៅខ្ញុំមិនដឹងរឿងរបស់គាត់ច្រើនទៀតនោះទេនៅពេលដែលកាងដូអ៊ីនលឺដូច្នេះគាត់ពិតជាមួម៉ៅខ្លាំងមែនតែនដោយសារតែមនុស្ស4នាក់មិនអាចយកឈ្នះមនុស្សម្នាក់បានចឹងទៅធ្វើឲ្យកាងដូអ៊ីលពិតជាខឹងខ្លាំងមែនតែនហ្មងពេលដែលដេសិចលឺដូច្នេះវាពិតជាខឹងទៅកាន់សុងមីនខ្លាំងមែនតែនវាក៏បានចាប់ច្រវាច់កសុងមីនតែម្ដងហើយដេសិចវាក៏បាននិយាយថាហេតុអ្វីបានជាសុងមីនមិនអីតែរត់ពួនដូចជាកណ្ដុរមែនទេសុងមីនក៏បានតបទៅកាន់ដេសិចវិញថាវាមិនបានរត់ពួននោះទេនៅពេលហ្នឹងសុងមីនក៏បានយល់លេសថាដោយសារតែ5នាក់វាយមួយអញ្ចឹងទៅវាក៏មិនបានចូលរួមដែរតែធ្វើអញ្ចឹងទៅវាពិតជាថោកទាបខ្លាំងមែនតែនដេសិចវាគ្រាន់តែលឺដូច្នេះវាពិតជាខឹងទៅកាន់សុងមីនខ្លាំងមែនតែនវាក៏បានរុញសុងមីននឹងខ្ទប់នឹងជញ្ជាំងតែម្ដងពេលដែលកាងដូអ៊ីលឮដូច្នេះវាក៏បានសួរសុងមីនបន្តទៀតថាបើអាចង្រៃជីជុននឹងវាគឺជាសិស្សផ្ទេមកថ្មីហើយវានឹងផ្ទេមកពីសាលាមួយណាចាប់ប្រាប់យើងភ្លាមសុងមីនក៏បានតបទៅកាន់កាងដូអ៊ីលថាដឹងទេថាជីជុននឹងផ្ទេមកពីសាលាមួយណានោះទេព្រោះអីពេលដែលជីជុនផ្ទេមកសាលាមួយនេះគាត់មិនដែលនិយាយសំបីតែមួយម៉ាត់សិចគ្រាន់តែលឺដូច្នេះវាពិតជាខឹងទៅកាន់សុងមីនខ្លាំងមែនតែនវាក៏បានទះសុងមីនមួយដៃព្រមទាំងពាក្យនិយាយថាឯងពិតជាអត់ប្រយោជន៍មែនតែនសុងមីននៅពេលអញ្ចឹងទៅដេសិចក៏បានសួរសុងមីនបន្តទៀតហើយចុះបើយើងមើលសម្គាល់ជីជុនតើយើងត្រូវតែមើលធ្វើយ៉ាងម៉េចទៅព្រោះតែយើងមិនស្គាល់រូបរាងរបស់វានោះទេនៅពេលនោះសុងមីនវាក៏បាននិយាយប្រាប់ទៅកាន់ថេកថាជីជុននឹងវាសង្ហាល្មមដោយមានមនុស្សស្រីជាច្រើនចាប់អារម្មណ៍នឹងវាជីជុនគាត់មានរូបរាងស្គមដូចជាតារា model អញ្ចឹងនៅពេលដែលខ្ញុំមើលទៅកាន់គាត់ម្ដងខ្ញុំមើលទៅគាត់ដូចជាកូនអ្នកមានអញ្ចឹងប៉ុន្តែជីជុនគាត់មានចរិតចម្លែកមួយព្រោះតែជីជុនមិនចេះនិយាយស្ដីរកពីណាគេទាំងអស់ពេលដែលដេសិចលើដូច្នេះវាពិតជាខឹងខ្លាំងមែនតែនវាក៏បាននិយាយថាឲ្យដេក៏បានជេរទៅកាន់សុងមីនថាឯងឈួតមែនបីបានជាឯងសរសើរវាអញ្ចឹងប្រហែលជាឯងតាក់ទងជាមួយវាមែនសុងមីនពេលដែលកាងដូអ៊ីនលឺដូច្នេះគាត់ពិតជាចាប់អារម្មណ៍ខ្លាំងមែនតែនដោយសារជីជុនគឺជាសិស្សដែលផ្ទេមកថ្មីទេប៉ុន្តែមានរូបរាងសង្ហានឹងមុនស្នេហ៍ហើយវាយក៏សាហាវទៀតទៅខ្ញុំដូចជាចាប់អារម្មណ៍ជាមួយនឹងបរិសដែលមានឈ្មោះថាជីជុននឹងខ្លាំងមែនតែនខ្ញុំដូចជាចង់បានគាត់ហើយសាររឿងរបស់យើងក៏បានកាត់ចូលទៅដល់ថ្ងៃថ្មីយើងក៏បានឃើញជីជុននឹងកំពុងដើរសម្ដៅទៅទូដាក់អីវ៉ាន់របស់គាត់តែវាពិតជាចម្លែកខ្លាំងមែនតែនដែលយើងបានឃើញសុងមីននឹងកំពុងតែលបមើលជីជុនមិនដឹងថាវាចង់ធ្វើអ្វីនោះទេរឿងក៏បានថយទៅក្រោយបន្តិចនោះកាងដូអ៊ីនក៏បានប្រាប់ឲ្យមីននឹងត្រូវតែលួចមើលសកម្មភាពរបស់ជីជុនជានិច្ចហើយត្រូវតែយកហេតុការណ៍ទាំងអស់នោះមកប្រាប់គាត់មិនអញ្ចឹងទេសុងមីនដឹងខ្លួនឯងហើយមីនគាត់បានត្រឹមតែយល់ព្រមតែប៉ុណ្ណោះព្រោះតែគាត់មិនចង់ឈឺសាច់នោះទេសុងមីនគាត់ពិតជាខឹងជាខ្លាំងអ្វីបានជាគាត់ត្រូវធ្វើរឿងនេះជាមួយនឹងជីជុនទៅវិញតែវាមិនអីទេខ្ញុំសង្ឃឹមថាវានឹងជោគជ័យទៅចុះហើយអបមកយើងក៏បានឃើញជីជុនកំពុងតែបើកទូដាក់អីវ៉ាន់របស់គាត់ពេលនោះគាត់ក៏បានក្រឡេកឃើញទូរស័ព្ទនរណាម្នាក់តែនៅក្នុងទូរបស់គាត់ប៉ុន្តែស្រាប់តែពេលនោះទូរស័ព្ទនោះក៏បានរោលដូចជាមាននរណាម្នាក់បានផ្ញើសារចូលក្នុងទូរស័ព្ទនោះអញ្ចឹងជីជុនគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនគាត់ក៏បានចាប់ទាញទូរស័ព្ទនោះដើម្បីយកមកមើលពេលហ្នឹងយើងក៏បានឃើញសារដែលលោតនៅក្នុងទូរស័ព្ទមួយហ្នឹងដែលបានសរសេរថានឹងស្ដាប់កង្វល់អ្វីទាំងអស់ដែលជីជុនបានជួបប្រទះហើយជីជុននឹងឆាប់តបជាមួយនឹងសារហ្នឹងឲ្យលឿនតាមដែលអាចធ្វើបានតែនៅពេលហ្នឹងជីជុនដូចជាមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែលបមើលគាត់ជីជុនគាត់ក៏បានក្រឡេកមើលទៅប៉ុន្តែគាត់មិនបានឃើញនរណាគេនោះទេមានគ្រាន់តែឃើញជីជុនបែរមករកកន្លែងគាត់ដូច្នេះគាត់ពិតជាភ័យខ្លាំងមែនតែយើងមើលទៅដូចជាជីជុនគាត់មិនសូវខ្វល់ច្រើននោះទេជីជុនគាត់ក៏បានទៅមកខាងទៀតក៏បានឃើញអូនអារ៉េមហ្នឹងកំពុងតែលបមើលទូរស័ព្ទគៀនជញ្ជាំងមិនដឹងថានាងកំពុងមើលអំពីអ្វីនោះទេតែជីជុនគាត់មិនបានចាប់អារម្មណ៍នោះទេយើងមើលទៅដូចជាសារមួយនោះគឺជាសាររបស់អូនអារីមអញ្ចឹងតែពេលហ្នឹងអូនអារីមមើលទៅកាន់ទូរស័ព្ទមុខអូនឡើងក្រហមតែម្ដងពេលហ្នឹងសុងមីនពិតជាឆ្ងល់ជាមួយនឹងជីជុនខ្លាំងមែនតែនតើជីជុនហ្នឹងកំពុងតែធ្វើអ្វីសុងមីនហ្នឹងក៏បានឃើញជីជុនបានយកទូរស័ព្ទចាស់មួយហ្នឹងយកទៅដាក់នៅលើទូនៅពេលដែលសុងមីនបានឃើញជីជុនទៅបាត់ហ្នឹងគាត់ក៏បានស្ទុះយ៉ាងលឿនដើម្បីយកទូរស័ព្ទហ្នឹងមកមើលគាត់បានឃើញថានោះគឺជាទូរស័ព្ទចាស់ប៉ុន្តែហេតុអ្វីបានជាជីជុនបោះចោលអញ្ចឹងហើយទូរស័ព្ទមួយនោះមិនបានចាក់សោទៀតពេលដែលសុងមីនកំពុងតែមើលសុកហ្នឹងក៏បានឃើញអូនអារ៉េមហ្នឹងបានរត់មកបុកសុងមីនមួយទំហឹងតែម្ដងធ្វើឲ្យសុងមីនគាត់ក៏បានបុកក្បាលជាមួយនឹងទូដាក់អីវ៉ាន់ហើយអូនអារ៉េមអូនក៏បានយកទូរស័ព្ទចាស់នោះរត់បាត់ទៅហើយសម្រាប់អាប៉ែសុងមីនហ្នឹងវាពិតជាឈឺខ្លាំងមែនតែនហ្មងដោយសារតែក្បាលរបស់វាហ្នឹងបានបុកជាមួយនឹងទូដាក់អីវ៉ាន់ហើយនៅពេលហ្នឹងសុងមីនវាពិតជាខឹងខ្លាំងមែនតែនហ្មងវាក៏បានបែរទៅក្រោយហើយបានស្រែ
ស្រែកទៅកាន់អូនអារ៉ាមថាអូនអារ៉ាមនឹងឈប់នឹងទៅហើយអូនអារ៉ាមនឹងគឺជាពីណាគេហេតុអ្វីបានជាច្រើនវាអញ្ចឹងពេលដែលអូនអារ៉ាមទៅបាត់នឹងសុងមីនពិតជាខឹងខ្លួនឯងខ្លាំងមែនតើអ្វីបានជាសុងមីនមិនដែលជួបរឿងអ្វីដែលល្អសោះអញ្ចឹងតែគាត់តែងតែជួបរឿងអាក្រក់រហូតហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់អូនយូរីនិងអូនយេណាវិញម្ដងអូនកំពុងតែលើកដុំសៀវភៅជាមួយនឹងអូនយូរីដែលលើកផងជជែកគ្នាផងអំពីរឿងរបស់ជីជុនអូនយូរីបាននិយាយថាជីជុននឹងពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតើពិតជាចង់បានជីជុនដើម្បីធ្វើជាមិត្តប្រុសរបស់នាងតែដោយសារតែប៉ារបស់នាងមិនឲ្យនាងមានមិត្តប្រុសនោះទេពេលហ្នឹងអូនយូរីក៏បាននិយាយបន្តទៀតអូនយេណាបានស្ដាប់នាងនិយាយឬអត់អ្វីបានជាអូនយេណានឹងឈរភ្លឹកអញ្ចឹងអូននឹងពិតជាឆ្ងល់ខ្លាំងហ្មងទៅពេលហ្នឹងអូនយេណាអូនក៏បានភ្ញាក់អំពីការភ្លឹកវិញអូនក៏បានតបទៅកាន់អូនយូរីវិញថានាងកំពុងតែឈរស្ដាប់អូនយូរីនិយាយទៅតាអូនយូរីក៏បានតបទៅកាន់អូនយេណាវិញថាអូនយេណាមិនបាច់កុហកនាងនោះទេតែអូនយេណាបារម្ភពីជីជុនដែលមិនបានមកសាលានៅថ្ងៃនេះពេលដែលអូនយេណាឮដូច្នេះអូនពិតជាអៀនខ្លាំងមែនតែនអញ្ចឹងទៅអូនក៏បានយល់ដែរថាអូនមិនដឹងនោះទេតែនៅពេលនោះអូនយូរីក៏បានឃើញជីជុនបានស្រែកប្រាប់ឲ្យអូនយេណានឹងមើលទៅដោយសារតែនាងមិនបានលេងសើចជាមួយនឹងអូនយេណានោះទេនៅពេលដែលអូនបានឃើញជីជុននឹងអូនពិតជាអៀនខ្លាំងមែនតែនក៏បានឲ្យក្រដាសសៀវភៅទាំងអស់ហ្នឹងទៅឲ្យអូនយូរីកាន់តែអូនយេណាអូនក៏បានរត់សម្ដៅទៅកាន់ជីជុនតែម្ដងពេលជាអូនយូរីខំហាមឃាត់យ៉ាងណាក៏អូនយេណាមិនព្រមឈប់ផងដែរទៅពេលហ្នឹងអូនក៏បានរត់សម្ដៅយ៉ាងលឿនដើម្បីអបទៅកាន់ជីជុនធ្វើឲ្យអូនយូរីនិងសិស្សសាលាផ្សេងទៀតពិតជាផ្អើលជាមួយនឹងទង្វើរបស់អូនយេណាជាខ្លាំងពេលដែលអូនយេណាបានហោះអបទៅកាន់ជីជុនហើយនោះអូនក៏បាននិយាយថាជីជុនតើជីជុនដឹងទេអូននឹងពិតជាបារម្ភអំពីជីជុនខ្លាំងមែនអំពីរឿងយប់មិញអូនក៏បានសួរជីជុនថាតើជីជុននឹងឥឡូវហ្នឹងមិនអីទេឬមិនញឹមអីកញ្ញល់ហើយអត់លិតដឹងអត់លិតអត់មានមកញឹមអីដែរផ្ទះនៀបឡើយមានស្នេហ៍ចង់ថាសម្ដៅទៅអ្នកកំពុងមើលនឹងឯងហើយអូនក៏អរគុណទៅកាន់ជីជុនដែរដែលជីជុននឹងបានជួយមកកាន់អូនហើយអូននឹងមិនបំភ្លេចរឿងមួយនឹងនោះទេតែមើលទៅកាន់ជីជុនវិញមើលទៅគាត់ដូចជាធម្មតាខ្លាំងមែនតើគាត់នៅតែស្ងៀមស្ងាត់ដដែលគាត់មិនបានមាត់កអីសំបីតែមួយម៉ាត់ពេលហ្នឹងសុងមីនវាក៏បានឃើញដែរវាក៏បាននិយាយថាក្មេងស្រីទាំងអស់សិតតែចូលចិត្តជីជុនគ្រប់គ្នាតែម្ដងសំបីដែលអូននៅក្រោយវាក៏បានរណែនជាមួយនឹងអូនយេណាផងដែរហើយសុងមីនវាក៏បានកត់ត្រាអំពីជីជុនទុកហើយផ្ញើសារទៅឲ្យកាងដូអ៊ីលហើយសារទាំងអស់នោះគឺជាប្រវត្តិរបស់ជីជុននឹងឯងជីជុននឹងគាត់គឺមានទម្លាប់មួយដែលមកពីសាលាយឺតជារៀងរាល់ថ្ងៃហើយសម្រាប់ក្មេងស្រីភាគច្រើនគឺសិតតែចូលចិត្តគាត់ទាំងអស់ហើយជីជុនគាត់គឺជាមនុស្សម្នាក់ដែលមិនចេះមាត់កនោះទេហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់ពេលចេញពីសាលារៀនយើងក៏បានឃើញជីជុននឹងកំពុងតែដើរតាមដងផ្លូវយើងក៏បានឃើញបរិសម្នាក់កំពុងតែអង្គុយមើលជីជុនពីចម្ងាយពួកវាគឺជាក្រុមរបស់កាងដូអ៊ីលនឹងឯងបែបហ្នឹងវាក៏បាននិយាយថាម្នាក់ហ្នឹងមែនទេគឺជាជីជុនមានអារម្មណ៍ថាដូចជាប្រហាក់ប្រហែលយ៉ាងម៉េចមិនដឹងនោះទេហើយបន្ទាប់មកបែបហ្នឹងវាក៏បានហួចប្រាប់ទៅកាន់អាត្រងោលហើយអាត្រងោលហ្នឹងឆាប់ជិះម៉ូតូមកតាមវាមកបីតាមកាក់ទៅកាន់បរិសម្នាក់ដែលនៅខាងមុខនោះហើយពួកវាក៏បានជិះក្រឡឹងជុំវិញជីជុនវាមិនទាន់កត់សម្គាល់ថាតើម្នាក់ហ្នឹងគឺជាជីជុនឬអត់នោះទេបន្ទាប់មកវាក៏បានស្រែកសួរទៅកាន់ជីជុនថាតើឯងហ្នឹងមិនមែនគឺជាជីជុនតែជីជុនគាត់បានត្រឹមតែក្រឡេកមើលតែប៉ុណ្ណោះគាត់មិនបានតបតនោះទេអញ្ចឹងទៅពួកវាក៏ប្រកាសថាម្នាក់នឹងហើយគឺជាជីជុននឹងឯងដោយសារតែជីជុននឹងគឺមានរូបរាងសង្ហាហើយមិនចេះមាត់កនោះទេពេលនឹងអាត្រងោវាក៏បាននិយាយថាជីជុននឹងឆាប់ឡើងម៉ូតូមកពួកវានឹងចង់នាំជីជុនទៅកន្លែងវាបន្តិចហើយសេរឿងរបស់យើងក៏កាត់បញ្ចប់ត្រឹមហ្នឹងតែបាយអ្នកទាំងអស់គ្នាHello សួស្តីអ្នកនរគ្នាឥឡូវហ្នឹងខ្ញុំមកបន្តសាច់រឿងសិស្សដែលផ្ទេរមកថ្មីភាគ3របស់យើងហើយកុំឲ្យអ្នកនរគ្នាស្ដាប់ញ៉ាំយូរឥឡូវហ្នឹងយើងចូលសាច់រឿងបណ្ដោយទៅពេលដែលអាតងោវាបានហៅជីជុនឲ្យជិះម៉ូតូជាមួយវាបីតែជួបកាងដូអ៊ីលហ្នឹងហើយនៅពេលហ្នឹងអាត្រងោក៏វាបន្តនិយាយទៀតថាជីជុនហ្នឹងស្គាល់កាងដូអ៊ីលដែរទេតែកាងដូអ៊ីលនោះគាត់គឺជាមនុស្សម្នាក់ដែលបានបើកអាជីវកម្មនៅក្នុងសាលារៀនផ្ទាល់តែម្ដងដែលជីវកម្មរបស់គាត់មានឈ្មោះថាដេសុននឹងឯងតែនៅក្នុងភាគមុនហ្នឹងខ្ញុំក៏បាននិយាយប្រាប់អ្នកទាំងអស់គ្នាផងដែរប្រហែលជាបានឮរឿងរបស់គាត់ហើយជីជុនព្រោះតែរឿងរបស់គាត់គេនិយាយតគ្នាថាលោកបងកាងដូអ៊ីនរបស់យើងគឺជា top 3នៅក្នុងសាលារៀនយើងផ្ទាល់តែម្ដងហើយលោកបងកាងដូអ៊ីលយើងគ្រាន់តែរៀននៅឆ្នាំទី2តែប៉ុណ្ណោះយើងប្រហែលជាដឹងថាឯងមិនស្គាល់លោកបងកាងដូអ៊ីលរបស់យើងទេជីជុនតែលោកបងកាងដូអ៊ីលរបស់យើងក៏នៅក្នុងទីក្រុង
ทรงនេះផងដែរហើយសាលារៀនរបស់យើងនឹងមិនមែនគឺជាសាលារៀនដែលមនុស្សអន់ដូចជាសាលារៀនបាងដងរបស់ឯងនោះទេតែនៅក្នុងសាលារៀនរបស់ឯងនឹងសិតតែជាមនុស្សសម្រាមទាំងអស់តែឥឡូវនឹងលោកបងកាំងដូអ៊ីលរបស់យើងពិតជាចង់ជួបឯងខ្លាំងមែនតែនជីជនឥឡូវនឹងឯងឆាប់ឡើងម៉ូតូយើងមកឯងមិនបាច់ភ័យទេជីជនឯងមិនត្រូវងាប់ទេដោយសារតែវាគឺជាការអញ្ជើញរបស់លោកបងកាំងដូអ៊ីលរបស់យើងតែប៉ុណ្ណោះជីជនតើឯងឮយើងនិយាយដែរទេឯងឆាប់ឡើងម៉ូតូយើងមកតើឯងថ្លើមមែនជីជនហេតុអ្វីបានជាឯងមិនឡើងមកទៅពេលហ្នឹងអាត្រងោវាបានជិះម៉ូតូយ៉ាងលឿនវាក៏បានចាប់ទាញកតាបរបស់ជីជនតែម្ដងហើយនៅពេលហ្នឹងអាត្រងោវាក៏បាននិយាយថាហេតុអ្វីបានជាឯងរឹងក្បាលបែបនេះជីជនឯងប្រហែលជាចង់ឲ្យយើងនឹងកាច់បំបាក់ជើងឯងហើយមើលទៅប៉ុន្តែឥឡូវហ្នឹងឯងឆាប់ឡើងម៉ូតូមកដោយសារតែយើងមិនចង់ឲ្យឯងឈឺសាច់នោះទេខាងយើងមានចិត្តល្អជាមួយនឹងឯងជីជនតែមើលទៅហាក់ដូចជាជីជនធ្វើមកធម្មតាមិនបានតបតជាមួយនឹងពួកវាទាំងពីរនោះទេហើយនៅពេលហ្នឹងអាត្រងោក៏វាបានចាប់ទាញកតាបរបស់ជីជនហ្នឹងចេញពីដៃជីជនតែម្ដងប៉ុន្តែមើលទៅជីជនហាក់ដូចជាមិនខ្វល់ទាល់តែសោះពេលហ្នឹងជីជនដើរទៅដូចជាធម្មតាទៅពេលដែលអាពីក្បាលហ្នឹងវាឃើញដូច្នេះវាពិតជាខឹងជីជនខ្លាំងមែនតែនហ្មងដោយសារតែជីជនមិនស្ដាប់វាទាល់តែសោះវាក៏បានយកកាបូបរបស់ជីជនហ្នឹងទម្លាក់នឹងដីតែម្ដងហើយវាក៏បានជិះម៉ូតូដេញតាមជីជនដើម្បីចាប់ជីជនហ្នឹងទៅឲ្យលោកបងកាំងដូអ៊ីលវាឲ្យបានបើមិនអញ្ចឹងទេវានឹងត្រូវធ្ងន់តែម្ដងទៅពេលដែលជីជនឃើញថាពួកវាទាំងពីរតាមមកកាន់គាត់អញ្ចឹងទៅជីជនគាត់ក៏បានដើរចូលកន្លែងចង្អៀតមួយនៅពេលដែលជីជនធ្វើអញ្ចឹងទៅវាប្រហែលជាពិបាកជិះម៉ូតូចូលហើយមើលទៅហើយពួកវាទាំងពីរនាក់ក៏បន្តដេញតាមជីជនបន្តទៀតតែបានជិះម៉ូតូដេញតាមជីជនយ៉ាងលឿនតែនៅពេលហ្នឹងពួកវាទាំងពីរមិនដឹងថាកន្លែងហ្នឹងគឺជាផ្លូវចង្អៀតនោះទេវាក៏បានជិះម៉ូតូយ៉ាងលឿនដើម្បីចាប់ជីជនតែដោយសារតែកន្លែងហ្នឹងគឺជាផ្លូវចង្អៀតនោះត្រងោវាក៏បានបុកជាមួយនឹងជ្រុងផ្លូវកាច់តែម្ដងធ្វើឲ្យត្រងោវាពិតជាមួម៉ៅខ្លាំងមែនតែនដែលនៅពេលហ្នឹងគ្នារបស់ត្រងោមួយទៀតវាពិតជាឆោតខ្លាំងមែនតែនវាក៏បានជិះម៉ូតូដេញតាមជីជនបន្តទៀតដោយវាមិនបានគិតទេថានោះគឺជាកម្មចណ្ដើប៉ុន្តែនៅពេលហ្នឹងមើលការជិះម៉ូតូរបស់វាទៅពិតជាលយខ្លាំងមែនតែនហ្មងតែវាជិះម៉ូតូឡើងលើផ្លូវចោតហើយនៅតែអាចបង្ហោះបានទៀតតែមើលទៅវាប្រហែលជាមិនស្គាល់ងាប់នោះទេវានឹងជិះបណ្ដាស្រែកឲ្យជីជននឹងឈប់បណ្ដាដែលមើលទៅដូចជាវានឹងខ្លាំងអស្ចារ្យណាស់អញ្ចឹងហើយនៅពេលហ្នឹងជីជនគាត់ក៏បានឃើញសម្រាមនៅជិតជើងរបស់គាត់ក៏បានទាត់សម្រាមនោះចំនឹងមុខរបស់អាប៉ែមួយនឹងតែម្ដងនៅពេលហ្នឹងវាកំពុងតែជិះម៉ូតូវាមិនអាចគេចពីសម្រាមបាននោះទេតែអញ្ចឹងទៅធ្វើឲ្យវាខ្ទាតមកក្រោយជាមួយនឹងម៉ូតូតែម្ដងដោយសារតែផ្លូវនោះអ្នកទាំងអស់គ្នាដឹងហើយថាគឺផ្លូវហ្នឹងពិតជាចោតខ្លាំងមែនតែននៅពេលដែលអាត្រងោវាឃើញដូច្នេះវាក៏បានរត់យ៉ាងលឿនដើម្បីទៅទ្រអាប៉ែមួយហ្នឹងប៉ុន្តែមើលទៅអាត្រងោដូចជាមិនអាចទ្រអាប៉ែមួយហ្នឹងជាប់នោះទេតែអញ្ចឹងទៅធ្វើឲ្យពួកវាត្រឡប់ត្រឡិនពេញនឹងតែម្ដងតែមើលទៅអាប៉ែនឹងដូចជាមិនខ្វាយខ្វល់ជាមួយនឹងខ្លួនឯងសោះវាបែរជាខ្វាយខ្វល់អំពីម៉ូតូរបស់វាទៅវិញនៅពេលហ្នឹងអាប៉ែនឹងពិតជាខឹងជាមួយនឹងជីជនខ្លាំងមែនតែនហ្មងហើយនៅពេលហ្នឹងវាក៏បានរត់សម្ដៅទៅតាមជីជនយ៉ាងលឿនហើយនៅពេលហ្នឹងពួកវាទាំងពីរនាក់ក៏បានឃើញជីជនហ្នឹងចូលនៅក្នុងផ្លូវលំមួយតែពេលដែលពួកវាបានរត់ដេញតាមទៅនោះពួកវាក៏បានឃើញបរិសម្នាក់ដែលរូបរាងដូចជាជីជនខ្លាំងមែនតែនហើយនៅពេលហ្នឹងពួកវាបានឃើញបរិសម្នាក់នឹងការតុបតែងខ្លួននឹងសក់ដូចជាជីជនបេះបិទពួកវាក៏បានរត់ដេញតាមបរិសម្នាក់នឹងពេលដែលអាប៉ែសក់ខ្មៅបានចាប់បានបរិសម្នាក់នឹងហើយនោះបរិសម្នាក់នឹងក៏បានបែរមើលអាប៉ែសក់ខ្មៅនឹងពេលដែលវាបានឃើញថាម្នាក់នឹងមិនមែនគឺជាជីជនទេនោះអញ្ចឹងធ្វើអាប៉ែសក់ខ្មៅវាពិតជាខឹងខ្លាំងមែនតែនហ្មងវាក៏បានមាត់អាប៉ែមួយនឹងមួយដៃចំកណ្ដាលមុខតែម្ដងដោយសារតែវាកំពុងតែខឹងរកជីជនមិនឃើញផងប៉ុន្តែនៅការពិតជីជនកំពុងតែឈរមើលពួកវានៅខាងលើទៅវិញហើយសាច់រឿងរបស់យើងក៏បានកាត់ចូលទៅដល់ពេលល្ងាចវិញម្ដងទៅពេលហ្នឹងយើងក៏បានឃើញអាពីរអ្នកហ្នឹងកំពុងតែត្រូវការពិន័យរបស់កាងដូអ៊ីលរាប់មកហ្នឹងកាងដូអ៊ីលគាត់ក៏បាននិយាយថាអ្វីបានជាជីជននឹងបដិសេធនៃការចង់ជួបរបស់គាត់ធ្វើឲ្យកាងដូអ៊ីលនឹងពិតជាខឹងខ្លាំងមែនតែនទៅពេលដែលដេស៊ីកគាត់លឺដូច្នេះគាត់ពិតជាខឹងទៅកាន់អាពីក្បាលនឹងខ្លាំងមែនតែនហ្មងដោយដេស៊ីកគាត់បាននិយាយថាពួកឯងពិតជាអត់ប្រយោជន៍ខ្លាំងមែនតែនដោយសារតែពួកវាមានគ្នាដល់ទៅ2នាក់ប៉ុន្តែពួកវាមិនអាចចាប់ជីជនបានហើយយើងមើលទៅឯងពិតជាអត់ប្រយោជន៍ខ្លាំងមែនតែនពួកអាចចង្រៃហើយពេលហ្នឹងវាក៏បានប្រាប់ថាដោយសារតែជីជននឹងរត់ចូលទៅក្នុងផ្លូវតូចមួយអញ្ចឹងទៅធ្វើឲ្យពួកវាពិបាកនឹងរកឃើញជីជនខ្លាំងមែនតែន
ពួកវានឹងសុំទោសផងនៅពេលដែលកាងដអ៊ីលបានលើពួកគេនិយាយនោះកាងដអ៊ីលពិតជាចាប់អារម្មណ៍ជាមួយនឹងជីជនខ្លាំងបន្ថែមទៀតដែលធ្វើឲ្យគាត់ពិតជាចង់ជួបជាមួយនឹងជីជនខ្លាំងមែនតែនហើយនៅពេលហ្នឹងលោកបងកាងដអ៊ីលរបស់យើងគាត់ក៏បានប្រាប់ឲ្យសុងមីនហ្នឹងយកអ្វីដែលជីជនបានធ្វើប្រចាំថ្ងៃហ្នឹងមកឲ្យគាត់ពេលដែលសុងមីនគាត់បានលើដូច្នេះគាត់ក៏បានយកទូរស័ព្ទដែលបានកត់ត្រាអំពីជីជនយកមកឲ្យលោកបងកាងដអ៊ីលមើលហើយនៅក្នុងនោះគ្មានអ្វីប្លែកនោះទេក្រៅពីពាក្យថាជនហ្នឹងគាត់ពិតជាចូលចិត្តមកសាលាយឺតខ្លាំងមែនតែនហើយក្មេងស្រីដែលនៅក្នុងសាលារៀនរបស់គាត់ហ្នឹងពិតជាចូលចិត្តទៅកាន់ជីជនខ្លាំងមែនតែនអញ្ចឹងទៅធ្វើឲ្យលោកបងកាងដអ៊ីលរបស់យើងគាត់ពិតជាមើលចិត្តខ្លាំងមែនតែនគាត់ក៏បាននិយាយប្រាប់ឲ្យសុងមីនហ្នឹងឆាប់ហៅមកកាន់ឲ្យជីជនហ្នឹងមកជួបគាត់ឲ្យបានសារតែគាត់ហ្នឹងពិតជាចង់ជួបទៅកាន់ជីជនខ្លាំងមែនតែននៅពេលដែលដេស៊ីកគាត់បានលឺដូច្នេះហ្នឹងគាត់ក៏ប្រមានឲ្យសុងមីនហ្នឹងទៅអាវ៉ង់ជាមួយនឹងពួកគេទាំងពីរទៅបើមិនអញ្ចឹងទេដឹងតែត្រូវធ្ងន់តែម្ដងនៅពេលដែលដេស៊ីកបានបណ្ដេញពួកគេទាំង3នាក់ហ្នឹងដេស៊ីកគាត់ក៏បាននិយាយថាពួកឯងពិតជាអត់ប្រយោជន៍ខ្លាំងមែនតែនដោយសារតែពួកឯងហ្នឹងធ្វើអ្វីមិនដែលបានតតែសោះពួកអាចចង្រៃអើយពេលហ្នឹងលោកបងកាងដអ៊ីលគាត់ក៏បានប្រាប់ទៅកាន់ដេស៊ីកថាឲ្យពួកគេហ្នឹងទៅតែរឿងមួយដែលគាត់ចង់និយាយនោះត្រូវតែឲ្យសុងមីននឹងនាំជីជនមកជួបគាត់ឲ្យបានតែកន្លែងដែលត្រូវជួបគាត់នឹងគឺច្រកទ្វារនៅក្រោយសាលារៀនឯងយល់ពីយើងនិយាយដែរឬទេសុងមីនពេលដែលសុងមីនគាត់លឺដូច្នេះគាត់ពិតជាភ័យខ្លាំងមែនតែនគាត់បានតែត្រឹមនិយាយពាក្យថាយល់ព្រមតែប៉ុណ្ណោះនៅពេលហ្នឹងលោកបងកាងដអ៊ីលក៏បន្តនិយាយទៀតថាឲ្យដេស៊ីកហ្នឹងចាប់ចែងវាឲ្យស្អាតនៅថ្ងៃស្អែកនោះគឺជាការងាររបស់ដេស៊ីកហ្នឹងឯងពីព្រោះតែគាត់នឹងចង់ជួបជីជននៅថ្ងៃស្អែកតែម្ដងហើយដេស៊ីកគាត់ក៏បាននិយាយថាមិនអីទេលោកបងទុកចិត្តលើខ្ញុំចុះខ្ញុំនឹងមិនធ្វើឲ្យលោកបងខកចិត្តដូចជាពួកវានោះទេពេលដែលសុងមីនគាត់បានលឺដូច្នេះគាត់ពិតជាភ័យខ្លាំងមែនតែនដោយសារតែគាត់មិនស្និទ្ធស្នាលជាមួយនឹងជីជននោះទេហើយណាមួយគាត់ពិតជាខ្លាចទៅកាន់ជីជនខ្លាំងមែនតែនហើយប៉ុន្តែមើលទៅគាត់ត្រូវតែធ្វើដដែលបើមិនអញ្ចឹងទេគាត់នឹងត្រូវធ្ងន់ធ្ងរហើយសាររឿងរបស់យើងក៏បានកាត់ចូលនៅថ្ងៃស្អែកយើងក៏បានឃើញសុងមីនកំពុងតែការភៀសជាពីកំប៉ុងតែនៅពេលហ្នឹងមិត្តភ័ក្តិរបស់សុងមីនក៏បានសួរសុងមីនថាសុងមីននឹងទិញភៀសជានឹងឲ្យគាត់មែនតែបើជាសុងមីនបដិសេធទៅវិញព្រោះតែគាត់មិនបានទិញឲ្យអាប៉ែហ្នឹងនោះទេព្រោះតែគាត់ទិញភៀសជានឹងមកដោយសារតែគាត់ចង់ធ្វើមិត្តជាមួយនឹងជីជននឹងឯងនៅពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏បានស្រែកប្រាប់ថាសុងមីនតើនោះគឺជាជីជនមែននៅពេលដែលគាត់ឃើញដូច្នេះគាត់ក៏បានរត់អោបទៅកាន់ជីជនតែម្ដងតែគាត់បាននិយាយថាអរុនសួស្ដីជីជនមីនក៏បន្តនិយាយថាថ្ងៃនេះមើលទៅកាន់ទឹកមុខរបស់ជីជនទៅដូចជាអារម្មណ៍ល្អខ្លាំងណាស់ហើយជីជននឹងចង់ផឹកទឹកក្រូចនេះដែរឬទេតែយើងមើលទៅកាន់ទឹកមុខនិងក្រសែភ្នែករបស់ជីជនទៅដូចជាខូខើខ្លាំងមែនតែនពេលដែលតាក់ស៊ូបានឃើញទឹកមុខរបស់ជីជនបែបនេះពេលហ្នឹងគាត់ក៏បាននិយាយថាជននឹងប្រហែលជាច្រឡំថាតាក់ស៊ូនឹងគឺជាមិត្តភ័ក្តិរបស់គាត់ហើយមើលទៅប៉ុន្តែវាមិនអញ្ចឹងនោះទេដោយសារតែគាត់ទឹមតែចូលរួមជាមួយនឹងក្រុមរបស់តាក់ស៊ូតែប៉ុណ្ណោះនៅពេលហ្នឹងសុងមីនគាត់ក៏បានបដូរប្រធានបទហើយគាត់បាននិយាយថាថ្ងៃនេះពិតជាស្រស់ស្រាយខ្លាំងមែនតែនហើយនៅពេលហ្នឹងសុងមីនគាត់ក៏បានហុចទឹកក្រូចមួយកំប៉ុងឲ្យទៅកាន់ជីជនតែមើលទៅកាន់ជីជនវិញពិតជាប្រងើយកន្តើយជាមួយនឹងសុងមីនខ្លាំងមែនតែនពេលដែលសុងមីនឃើញថាជីជនប្រងើយកន្តើយជាមួយនឹងគាត់ដូច្នេះក៏បានគិតនៅក្នុងចិត្តថាវាមិនដូចជាការរំពឹងទុករបស់គាត់សោះអាជីជននឹងគឺជាមនុស្សដែលពិបាករាប់រយបែបនេះហើយគាត់នឹងធ្វើដូចម្ដេចទៅដើម្បីនាំជននឹងទៅទ្វារក្រោយសាលាបានតែបើសិនជាគាត់មិនអាចធ្វើបាននោះទេដេស៊ីកនឹងវាយគាត់ស្លាប់ហើយមើលទៅហើយហេតុអ្វីបានជាខ្ញុំកម្មពីអីក៏កម្មយ៉ាងនេះសុងមីនអើយហេតុអ្វីបានជាឯងជួបរឿងដដែលបែបនេះហ៎សាររឿងរបស់យើងក៏បានកាត់ចូលទៅដល់ម៉ោងបាយវិញម្ដងទាំងអស់គ្នាដែលនៅក្នុងសាលារៀននោះកំពុងតែជជែកគ្នាថាថ្ងៃនេះនឹងមានមេនុយអីថ្មីទៅតែយើងបែរទៅមើលជីជនវិញគាត់បែរជាដេកធ្វើមិនដឹងហើយបន្ទាប់មកហ្នឹងយើងក៏បានឃើញនៅបរិសម្នាក់ដែលគឺជាសុងមីននឹងឯងគាត់នឹងកំពុងតែលួចមើលសកម្មភាពរបស់ជីជនយើងឆ្ងល់ថាជីជននឹងយកបាយថ្ងៃត្រង់នៅកន្លែងណាទៅព្រោះតែគាត់នឹងពិតជាឆ្ងល់ខ្លាំងមែនតើដោយសារតែជីជនមិនបានយកបាយមកពីកន្លែងគេហដ្ឋានមួយណាទេហើយបន្ទាប់មកហ្នឹងយើងក៏បានឃើញជីជនបានឡើងមកដល់នៅលើដំបូលសាលារៀនហើយនៅក្នុងដៃរបស់គាត់គឺមានថង់អាហារមួយហើយពេលដែលគាត់បានទៅកន្លែងដែលគាត់ធ្លាប់គេងរាល់ដងហ្នឹងជីជនគាត់ក៏បានឃើញទូរស័ព្ទនៅកន្លែងគេងគាត់ផ្ទាល់តែម្ដងតែនៅពេលនោះក៏មានសារមួយបានលោតចូលនៅក្នុងទូរស័ព្ទមួយនោះតែសារនោះបានសួរថាតើគាត់ញ៉ាំនំប៉័ងនៅថ្ងៃនេះដែរឬទេហើយនោះគឺជាសាររបស់អូនអារ៉េមរបស់យើងនឹងឯងដែលអូនផ្ញើសារហើយហ្នឹងមុខរបស់អូនពិតជាក្រហមខ្
ខ្លាំងមែនតែនតែសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់ត្រឹមហ្នឹងឥឡូវសួស្តីអ្នកនរគ្នាឥឡូវហ្នឹងខ្ញុំមកបន្តសាច់រឿងសិស្សដែលផ្ទេរមកថ្មីដែលជាភាគ4និងភាគ5របស់យើងហើយតែនៅក្នុងភាគហ្នឹងសាច់រឿងវាពិតជាល្អមើលខ្លាំងមែនតែនហ្មងហើយបើសិនជាអ្នកនរគ្នាចូលចិត្តមកកាន់វីដេអូរបស់ខ្ញុំកុំភ្លេច comment រូបបេះដូងឲ្យខ្ញុំដឹងផងតោះឥឡូវហ្នឹងកុំឲ្យស៊ីម៉ោងយូរយើងចូលសាច់រឿងបណ្ដោយទៅពេលដែលអូនអារ៉ាមបានផ្ញើសារទៅកាន់ជីជុនហើយនោះមើលទៅកាន់មុខរបស់អូនទៅពិតជាក្រហមខ្លាំងមែនតែនពេលដែលជីជុនបានឃើញសារលោតចូលក្នុងទូរស័ព្ទមួយហ្នឹងគាត់ក៏បានយកទូរស័ព្ទហ្នឹងមកមើលផងដែរតែនៅក្នុងសារហ្នឹងគេបានសួរជីជុនថាតើជីជុនហ្នឹងញ៉ាំអាហារតែម្នាក់ឯងនៅលើដំបូលសាលាមែនទេតែដែលមនុស្សមិនស្គាល់ហ្នឹងក៏បានបន្លត់ទៀតថាគឺម្នាក់ហ្នឹងគាត់ចង់និយាយលេងជាមួយជីជុនខ្លាំងមែនតែនហើយសារមួយហ្នឹងក៏បានលោតបន្តទៀតថាគឺម្នាក់ដែលបានផ្ញើសារនៅក្នុងទូរស័ព្ទមួយហ្នឹងគឺគាត់នៅចិត្តនេះនឹងឯងតែគាត់មិនចង់ឲ្យជីជុននឹងឃើញមុខរបស់គាត់តែនៅពេលហ្នឹងស្រាប់តែមានដៃនរណាម្នាក់បានលេចចេញមកគឺដៃមួយហ្នឹងគឺជាដៃរបស់អាប៉ែសុងមីននឹងឯងតែមើលទៅកាន់ជីជុនទៅដូចជាមិនខ្វាយខ្វល់អំពីដៃមួយហ្នឹងទេព្រោះតែជីជុនគាត់បានចាប់អារម្មណ៍ទៅកាន់សារដែលបានផ្ញើមករកគាត់នឹងឯងតែសាររបស់មនុស្សដែលមិនស្គាល់មុខហ្នឹងគាត់ក៏បន្តនិយាយទៀតថាគឺគាត់បានឮថាជីជុនហ្នឹងគឺជាមនុស្សមិនចេះនិយាយនោះទេហើយសារហ្នឹងក៏បន្តលោតទៀតថាគាត់គឺជាមនុស្សស្មោះត្រង់នោះទេដែលជីជុនហ្នឹងគឺអាចទុកចិត្តគាត់បានពេលហ្នឹងសារហ្នឹងក៏បន្តលោតទៀតដែលបានសួរសំណួរដ៏ចាក់ដោតមួយទៅកាន់ជីជុនថាហេតុអ្វីបានជាជីជុនមិនចេះនិយាយតតែសោះអញ្ចឹងហើយនៅពេលហ្នឹងជីជុនក៏បានរកនឹងឆ្លើយតបទៅហើយតែសត្វនៅពេលនោះអាប៉ែសុងមីនក៏បានរុញទ្វារចូលមកពេលដែលវាបានបើកទ្វារចូលមកហ្នឹងវាក៏បានស្រែកហៅទៅកាន់ជីជុនយកមកតែវាបាននិយាយថាថ្ងៃនេះពិតជាចៃដន្យខ្លាំងមែនទែនដែលបានជួបជីជុននៅលើដំបូលសាលារៀននៅពេលហ្នឹងគាត់ក៏បន្តនិយាយទៀតថាគាត់ឡើងមកទីហ្នឹងដើម្បីញ៉ាំអាហារអីហ្នឹងឯងចុះជីជុនតើឯងញ៉ាំអាហារនៅទីនេះដែរមែនប៉ុន្តែមើលទៅកាន់ជីជុនដូចមិនបានឆ្លើយតបជាមួយនឹងសុងមីនវិញទេតែសុងមីនគាត់មិនខ្វល់ច្រើននោះទេគាត់ក៏បានបបួលជីជុននឹងញ៉ាំអាហារជាមួយគ្នាតែម្ដងទៅអញ្ចឹងទៅពួកគេទាំងពីរក៏បានអង្គុយញ៉ាំនំប៉័ងជាមួយនឹងគ្នាតែនៅពេលហ្នឹងអូនអារ៉ាមអូនក៏បានលួចមើលអំពីសកម្មភាពពួកគេទាំងពីរនាក់ដែរប៉ុន្តែនៅពេលដែលពួកគេកំពុងតែញ៉ាំនំប៉័ងហ្នឹងយើងក៏បានឃើញទៅកាន់ទឹកមុខរបស់សុងមីនជាសុងមីនកំពុងតែភ័យខ្លាចនៅរឿងអ្វីមួយនៅពេលនោះស្រាប់តែគាត់បានយំចេញមកដោយបាននិយាយប្រាប់ទៅកាន់ជីជុនថាគឺសុងមីនហ្នឹងគាត់មិនទាន់មានមិត្តភ័ក្តិនោះទេគាត់ក៏បន្តនិយាយទៀតថានឹងហើយគឺជាមូលហេតុដែលខ្ញុំបាននៅជាមួយនឹងតាក់ស៊ូដោយសារតែខ្ញុំហ្នឹងគឺមិនមានមិត្តនៅខាងក្រៅនោះទេតែសុងមីននិយាយបណ្ដើរយំបណ្ដើរហ្នឹងធ្វើទៅដូចជាចូលតួកំសត់ដល់ហើយសុងមីនក៏បានសុំជីជុនដើម្បីធ្វើជាមិត្តខាងក្រៅរបស់គាត់តែអ្នកទាំងអស់គ្នាគួរតែអាណិតទៅកាន់គាត់ដែរដោយសារគាត់គឺជាមនុស្សកំពូលកម្មតែម្ដងតែយើងមើលទៅកាន់ជីជុនវិញគាត់នៅតែមិនបាននិយាយតបតជាមួយនឹងសុងមីនដដែលហ្នឹងដោយសារតែគាត់នៅតែរក្សាភាពស្ងៀមស្ងាត់របស់គាត់ហើយនៅពេលហ្នឹងជីជុនគាត់ក៏បានដើរចេញពីកន្លែងហ្នឹងទៅនៅពេលដែលសុងមីនគាត់បានឃើញដូច្នេះគាត់ពិតជាមួម៉ៅខ្លាំងមែនតើដោយសារគាត់ខំចូលតួកំសត់ប៉ុណ្ណឹងហើយនៅតែជីជុនមិនខ្វាយខ្វល់អំពីគាត់ទៀតបែបជាជីជុនហ្នឹងគាត់ដើរចេញទៅវិញអញ្ចឹងទៅសុងមីនគាត់ក៏បានសុំអង្វរជីជុនហើយជីជុនហ្នឹងអាចធ្វើមិត្តភក្តិជាមួយនឹងគាត់បានអត់តែមើលទៅកាន់ជីជុនវិញដូចជាមិនខ្វាយខ្វល់អំពីសុងមីនតតែសោះហ្មងគាត់ក៏បានដកដៃរបស់គាត់ចេញអំពីសុងមីនហើយក៏បានដើរចេញបាត់ទៅដែលធ្វើឲ្យសុងមីនពិតជាសោកសៅខ្លាំងមែនតើហើយនៅពេលហ្នឹងសាររបស់ដេស៊ីកក៏បានលោតឡើងតែដេស៊ីកក៏បានសួរទៅកាន់សុងមីនថាហើយសុងមីនត្រូវតែយកជីជុនមកជួបគាត់ឲ្យបានបើមិនអញ្ចឹងទេសុងមីនគឺដឹងខ្លួនឯងហើយពេលហ្នឹងសារក៏បានលោតបន្តទៀតថាហើយសុងមីននឹងនាំជីជុនទៅទ្វារខាងក្រោយសាលាឲ្យបានបើមិនអញ្ចឹងទេឯងនឹងត្រូវធ្ងន់ហើយសុងមីនអាចចង្រៃពេលដែលសុងមីនគាត់បានឃើញសារដូច្នេះគាត់ពិតជាភ័យខ្លាចខ្លាំងមែនតើតែគ្រាន់តែគ្រូចេញពីសាលារៀនភ្លាមគាត់ក៏បានរត់យ៉ាងលឿនសម្ដៅទៅរកជីជុនតែម្ដងតែនៅពេលហ្នឹងសុងមីនគាត់មិនបានឃើញជីជុននោះទេគាត់នឹកស្មានតែជីជុននឹងបានទៅផ្ទះបាត់ទៅហើយនៅពេលហ្នឹងក្នុងថ្នាក់គឺគ្មានមនុស្សនោះទេប៉ុន្តែនៅពេលហ្នឹងសុងមីនគាត់មិនព្រមចុះចាញ់នោះទេគាត់ក៏បានដើរបន្តទៀតក៏បានឃើញជីជុនកំពុងតែអង្គុយម្នាក់ឯងនៅមុខបង្អួចសាលារៀននៅពេលហ្នឹងគាត់ពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាជីជុនមិនទាន់ទៅផ្ទះអញ្ចឹងបែបជាអង្គុយនៅមុខបង្អួចសាលារៀនតែម្នាក់ឯងវិញដែលអញ្ចឹងទៅដែលធ្វើឲ្យសុងមីនគិតថាជីជុនប្រហែលជាទៅផ្ទះតែម្នាក់ឯងទេមើលទៅប៉ុន្តែនៅពេលនោះសាររបស់ដេ
Desik ក៏បានលោតមកបន្តទៀតហើយតែសាររបស់ Desik នឹងបាននិយាយថាតើឲ្យគាត់នឹងរងចាំអាប៉ែសុងមីននឹងដល់ពេលណាទៀតហើយយើងមើលទៅ Desik ពិតជាខឹងជាមួយសុងមីនខ្លាំងហើយមើលទៅដោយសារតែសុងមីនជាធ្វើឲ្យ Desik នឹងរងចាំយូរនៅពេលដែលសុងមីនគាត់បានឃើញសារដូច្នេះគាត់ពិតជាភ័យខ្លាំងមែនតែនហើយនៅពេលហ្នឹងសុងមីនគាត់មិនបានគិតច្រើនទៀតនោះទេគាត់ក៏បានស្រែកហៅទៅកាន់ជីជុនហើយបានសួរជីជុនថាតើជីជុនមិនទៅផ្ទះទេឬគាត់ក៏បន្តនិយាយទៀតថាអំបញ្ញមីងគាត់បានខលជាមួយនឹងម៉ាក់របស់គាត់បានប្រាប់ថាថ្ងៃនេះគាត់នឹងដើរទៅផ្ទះជាមួយនឹងមិត្តភ័ក្តិរបស់គាត់ឯគឺជាជីជុននឹងឯងពេលដែលម៉ាក់ខ្ញុំឮដូច្នេះម៉ាក់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតែនព្រោះតែគាត់នឹងមិនដែលឃើញកូនរបស់គាត់មានមិត្តភ័ក្តិនោះទេពេលហ្នឹងសុងមីនក៏បន្តនិយាយទៀតថាហើយម៉ាក់របស់គាត់គឺចង់ជួបទៅកាន់ជីជុនខ្លាំងមែនតែនម៉ាក់របស់គាត់គឺធ្វើការនៅផ្សារចិត្តនេះនឹងឯងគឺវាមិនឆ្ងាយពីសាលាប៉ុន្មាននោះទេអញ្ចឹងជីជុនតើឯងអាចទៅជួបអ្នកម្ដាយរបស់ខ្ញុំបានទេដោយសារតែគាត់ពិតជាចង់ជួបទៅកាន់ឯងខ្លាំងមែនតែនតែមើលទៅកាន់ទឹកមុខរបស់ជីជុនទៅនៅតែធម្មតាដដែលពេលហ្នឹងសុងមីនគាត់មិនបាននិយាយច្រើនទៀតទេគាត់ក៏បានរុញជីជុននឹងដើម្បីទៅជាមួយគាត់ដើម្បីទៅជួបម៉ាក់របស់គាត់នឹងឯងតែនៅពេលហ្នឹងអូនអារ៉េមក៏បានឃើញសកម្មភាពមួយនឹងដែរហើយនៅពេលហ្នឹងសុងមីនគាត់ក៏បានទាញជីជឿននឹងទៅកន្លែងផ្លូវទៅខាងក្រោយសាលារៀននឹងឯងដែលនៅពេលហ្នឹងគាត់ក៏បានយល់លេសថាដោយសារតែផ្សារហ្នឹងគឺនៅទ្វារខាងក្រោយសាលារៀននឹងឯងហើយនៅពេលដែលសុងមីនគាត់បាននិយាយហើយនោះគាត់ក៏បានបដូរទឹកមកវិញហើយគាត់បានគិតនៅក្នុងចិត្តថាឲ្យគាត់សុំទោសផងជីជុនព្រោះតែគាត់មិនចង់ធ្វើអញ្ចឹងទេដោយសារតែគេគំរាមគាត់តែប៉ុណ្ណោះហើយស៊ីនជុននឹងតស៊ូបន្តិចទៅហើយនៅពេលហ្នឹងសុងមីនក៏បានផ្ញើសារប្រាប់ទៅកាន់ Desik ថាជីជុននឹងគាត់បានដើរមកខាងក្រោយសាលារៀនហើយនៅពេលដែល Desik បានឃើញសារដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែនព្រោះតែគាត់នឹងចង់វាជាមួយនឹងជីជុនខ្លាំងមែនតែនហើយនៅពេលហ្នឹងយើងក៏បានឃើញជីជុននិង Desik ដែលយើងបានឃើញថាពួកគេទាំងពីរកំពុងតែដើរស្លាស់ផ្លូវគ្នាតែនៅពេលហ្នឹងយើងក៏បានឃើញ Desik យកស្មារបស់គាត់នឹងបុកទៅកាន់ស្មារបស់ជីជុនដែលធ្វើឲ្យជីជុននឹងប៊ីតែផ្ងាទៅក្រោយទៅហើយប៉ុន្តែគាត់ក៏បានចាប់នៅខ្សែកតាបរបស់ជីជុនជាប់ដែលអញ្ចឹងទៅដែលធ្វើឲ្យជីជុនគាត់មិនដួលនោះទេតែនៅពេលហ្នឹង Desik គាត់ក៏បាននិយាយថាហេតុអ្វីបានជាជីជុនដើរមិនប្រយ័ត្នសោះអញ្ចឹងហេតុអ្វីបានជាមកប៉ះស្មារបស់គាត់ព្រោះតែគាត់ហ្នឹងគឺមិនចូលចិត្តឲ្យនរណាម្នាក់មកប៉ះស្មារបស់គាត់នោះទេហើយនៅពេលហ្នឹង Desik គាត់ក៏បានម៉ាត់ជីជុនមួយដៃចំនឹងក្បាលពោះដែលធ្វើឲ្យជីជុនហ្នឹងខ្ទាតខ្ទប់នឹងដីតែម្ដងព្រោះតែនៅពេលហ្នឹងជីជុនគាត់មិនបានត្រៀមខ្លួនទុកមុននោះទេហើយនៅពេលហ្នឹង Desik ក៏បានចាប់ករបស់ស៊ីនជុនងើបឡើងតែគាត់បាននិយាយថារីករាយណាស់ដែលបានជួបឯងជីជុនឯងពិតជាមានរូបរាងស្អាតដូចគេនិយាយមែនប៉ុន្តែសមត្ថភាពឯងដូចជាអន់ខ្លាំងណាស់តែពេលដែល Desik កំពុងតែនិយាយសុកនោះជីជុនគាត់ក៏បានប្រើជើងរបស់គាត់ធាក់ចំនឹងក្បាលពោះរបស់ Desik ដែលធ្វើឲ្យស៊ីនជុនហើយនឹង Desik ហ្នឹងក៏បានខ្ទាតទៅម្ខាងម្នាក់ប៉ុន្តែមើលទៅជីជុនគាត់អាចទប់លំនឹងខ្លួនបានតែនៅពេលហ្នឹងយើងក៏បានឃើញថាជីជុនក៏បានយកទូរស័ព្ទដែលដាក់នៅលើតុនោះយកមកផងដែរនៅពេលដែលជីជុនបានធាក់ Desik ចេញហើយនោះយើងមើលទៅកាន់មុខរបស់គាត់ទៅពិតជាខឹងខ្លាំងមែនតែនៅពេលនោះគាត់កំពុងតែភ្លឹកមើលទូរស័ព្ទហ្នឹង Desik ក៏បានរត់យ៉ាងលឿនសំដៅមករកជីជុនហើយក៏បានម៉ាត់ជីជុនមួយដៃធ្វើឲ្យជីជុនហ្នឹងប៊ីសនឹងរងនៃការវាយប្រហាររបស់ Desik មិនតាន់ដែលនៅពេលហ្នឹងយើងក៏បានឃើញហើយថាដៃរបស់ Desik ពិតជាធ្ងន់ខ្លាំងមែនតែនដែលមួយដៃអំបញ្ញមីងហ្នឹងគឺពិតជាធ្វើឲ្យជីជុនសឹងតែមិនអាចទប់លំនឹងខ្លួនឯងបានពេលដែល Desik គាត់បានឃើញដូច្នេះគាត់ក៏បាននិយាយថាគាត់នឹងបញ្ចប់ការវាយមួយនេះឲ្យបានលឿនជាទីបំផុតតាមដែលគាត់អាចធ្វើបានព្រោះតែជីជុននឹងនៅក្នុងខ្សែភ្នែករបស់គាត់គ្រាន់តែជាសម្រាមមួយដុំតែប៉ុណ្ណោះហើយនៅពេលហ្នឹង Desik ពិតជាសប្បាយចិត្តខ្លាំងមែនតែនហ្មងដោយសារតែគាត់បានឃើញថាជីជុនត្រូវមួយដៃរបស់គាត់ហើយនៅតែអាចក្រោកឈរឡើងបានតែនៅពេលហ្នឹង Desik ក៏បាននិយាយឌឺទៅកាន់ជីជុនបន្តទៀតគាត់នឹងបាននិយាយថាតើឯងនឹងគិតថាឯងនឹងអាចយកឈ្នះយើងបានមែនទេជីជុនពីព្រោះតែរាងកាយរបស់ឯងពិតជាទន់ខ្សោយខ្លាំងមែនតែនហើយនៅពេលហ្នឹង Desik គាត់ក៏បានរត់យ៉ាងលឿនសម្ដៅទៅកាន់ជីជុនដែលគាត់បង្រងនឹងម៉ាត់ទៅកាន់ជីជុនទៅហើយនោះជីជុនក៏បានចាប់ទាញនៅកតាបរបស់គាត់មករងតាន់តែមួយដៃរបស់ Desik មួយនឹងវាពិតជាធ្ងន់ខ្លាំងមែនតែនដែលធ្វើឲ្យជីជុននឹងបានខ្ទាតបុកនឹងជញ្ជាំងសាលារៀននៅពេលដែល Desik គាត់បានឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយសារតែជីជុនមិនអាចទប់ទល់ជាមួយនឹងគាត់បាននៅពេលដែលជីជុនគាត់បានដឹងថា Desik គឺមានកម្លាំងដៃខ្លាំងនឹងគាត់ក៏បានបន្ថែមនៃការប្រុងប្រយ័ត្នរបស់គាត់បន្ថែមទៀតហើយស្រាប់តែពេលហ្នឹង Desik គាត់ក៏បានរត់យ៉ាងលឿនសម្ដៅមកកាន់ជីជុនហើយនៅពេលនោះគាត់ក៏បានម៉ាត់សម្ដៅទៅកាន់ជីជុនប៉ុន្តែជាសំណាងល្អដែលជីជុនគាត់បានគេចពីការវាយប្រហាររបស់ Desik បានហើយនៅពេលហ្នឹងជីជុនគាត់ក៏បានយកនៅខ្សែកតាបរបស់គាត់នឹង
តាក់ជាមួយជើងរបស់ Desik ហើយនៅពេលហ្នឹងជីជនគាត់ក៏បានទាញនៅខ្សែកតាបយ៉ាងខ្លាំងចឹងទៅធ្វើឲ្យ Desik គាត់មិនអាចទប់នឹងលំហរបស់ខ្លួនឯងបាននោះទេធ្វើឲ្យគាត់នឹងដួលខ្ទប់នឹងថ្មតែម្ដងទៅពេលដែល Desik កំពុងតែដួលហ្នឹងជីជនគាត់ក៏បានប្រើនៅជើងរបស់គាត់នឹងទាត់ចំនឹងក្បាលរបស់ Desik តែម្ដងតែនេះគ្រាន់ជាការចលោរបស់គាត់តែប៉ុណ្ណោះនៅពេលដែល Desik វាបានឃើញថាជីជនលេងជាមួយនឹងវាដូច្នេះវាពិតជាខឹងខ្លាំងមែនតែនប៉ុន្តែនៅពេលនោះជីជនគាត់ក៏បានលើកជើងរបស់គាត់ទាត់ចំនឹងក្បាលរបស់ Desik តែម្ដងដែលមួយជើងនេះវាពិតជាមិនស្រាលនោះទេហើយជីជនគាត់ក៏បានទាត់បន្តដែលអញ្ចឹងទៅ Desik គាត់មិនអាចតជាមួយនឹងជីជនបាននោះទេអញ្ចឹងទៅធ្វើឲ្យសុងមីនគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនជីជននឹងគាត់អាចផ្ដួលទៅកាន់ Desik បានហើយយើងក៏បានឃើញថា Desik គាត់ក៏បានលុតជង្គង់ចុះបាត់ទៅហើយយើងមើលទៅ Desik គាត់ដូចជាមិនអាចតដៃជាមួយនឹងជីជនបានបន្តទៀតនោះទេនៅពេលដែលជីជនគាត់បានឃើញដូច្នេះគាត់ក៏មិនបានទៅតជាមួយនឹង Desik បន្តទៀតដែរក៏បានដើរបង្រុងទៅយកនៅទូរស័ព្ទដែលជ្រុះនៅលើដីនោះនៅពេលហ្នឹងជីជនបង្រុងនឹងរើទៅហើយស្រាប់តែពេលហ្នឹង Desik វាក៏បានងើបឡើងហើយវាក៏បានម៉ាត់ជីជនមួយដៃខ្ទាតថយក្រោយតែម្ដងដែលធ្វើឲ្យពេលនោះទូរស័ព្ទក៏បានខ្ទាតចេញពីដៃជីជនម្ដងទៀតហើយនៅពេលដែល Desik បានវាយទៅកាន់ជីជនមួយដៃហើយនោះយើងមើលទៅកាន់ទឹកមុខរបស់ Desik ទៅពិតជាជឿជាក់ខ្លាំងមែនតែនហ្មងនិយាយឌឺដងថាតើទូរស័ព្ទនេះវាសំខាន់សម្រាប់ឯងខ្លាំងណាស់មែនទេប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺយើងត្រូវតែនាំឯងទៅជួបលោកបងកាំងដូអ៊ីលរបស់យើងពេលដែល Desik គាត់បានដឹងថាទូរស័ព្ទហ្នឹងគឺសំខាន់សម្រាប់ជីជននោះហើយនៅពេលហ្នឹងគាត់ក៏បានខ្ទាត់ដៃឲ្យសញ្ញាទៅកាន់អាតងោលបើអាប៉ែតងោលហ្នឹងមកយកគាត់ហើយនៅពេលដែល Desik គាត់បានឡើងម៉ូតូហើយនោះគាត់ក៏បាននិយាយថាបើសិនជាជីជនចង់បានទូរស័ព្ទវិញឲ្យមករកគាត់នៅអូសៀន CG Park ទៅនៅពេលដែលជីជនគាត់បានឮដូច្នេះគាត់ពិតជាឆ្ងល់ខ្លាំងមែនតែនប៉ុន្តែនៅពេលនោះយើងក៏បានឃើញថាបរិសកម្ពុជាកម្មរបស់យើងនឹងគាត់ក៏បានមកសួរសុខទុក្ខជីជនថាតើជីជននឹងមិនអីទេឬហើយនៅពេលហ្នឹងដោយសារតែសុងមីនបានឃើញថាជីជនមានរបួសច្រើននោះគាត់ក៏បានប្រាប់ទៅកាន់ជីជនថាចាំថ្ងៃស្អែកចាំមកជួបម៉ាក់របស់គាត់ក៏បានដែរតោះឥឡូវហ្នឹងយើងប្រញាប់ទៅអូសៀន CG Park ដើម្បីយកទូរស័ព្ទយើងមកវិញនៅពេលហ្នឹងសុងមីនវាក៏បានគិតនៅក្នុងចិត្តថាវាក៏បានធ្វើកិច្ចការរបស់វាបាន 120% ហើយហើយជាលោកបងកាងដូអ៊ីលនឹងមានអ្វីឲ្យវាឲ្យមើលទៅប៉ុន្តែនៅពេលនោះជីជនគាត់ក៏បានក្រោកឡើងរួចគាត់ក៏បានដើរសម្ដៅទៅកាន់អូឈានមួយហ្នឹងនៅពេលដែលសុងមីនគាត់បានឃើញដូច្នេះគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនដោយសារតែជីជនហ៊ានទៅអូសៀន CG Park គ្រាន់តែដើម្បីទូរស័ព្ទមួយតែប៉ុណ្ណោះហើយយើងក៏បានឃើញថាជីជនគាត់ក៏បានមកដល់អូសៀនមួយហ្នឹងហើយតែយើងមើលទៅខាងលើទៅក៏បានដឹងថាអូសៀនមួយហ្នឹងគឺជាទីជម្រករបស់កាងដូអ៊ីលតែម្ដងហើយយើងក៏បានឃើញនៅកូនចៅរបស់កាងដូអ៊ីលដែរប៉ុន្តែសាច់រឿងរបស់យើងគេមិនទាន់បញ្ជាក់ឈ្មោះរបស់ពួកគេនោះទេពេលដែលជីជនដើរកាត់ពួកគេហ្នឹងពួកគេក៏បានសម្លឹងមើលបន្តិចដែរតែមើលទៅពួកគេទាំងអស់នោះដូចជាមិនបញ្ចេញសកម្មភាពនោះទេហើយអញ្ចឹងទៅយើងមានអារម្មណ៍ថាកន្លែងហ្នឹងមិនសូវមានសុវត្ថិភាពនោះទេពេលដែលជីជនគាត់បានឡើងទៅបន្តទៀតហ្នឹងគាត់ក៏បានឃើញនៅកូនចៅរបស់កាងដូអ៊ីលជាច្រើនដែលម្នាក់មុខពិតជាខូខើខ្លាំងមែនតែនហ្មងមិនដឹងជាថែបរបស់អូនមួយណាទេនេះតែមើលទៅជីជនគាត់ដូចជាមិនខ្វាយខ្វល់អំពីរឿងមួយហ្នឹងនោះទេគាត់ក៏បន្តឡើងទៅលើទៀតយើងក៏បានឃើញថាកូនចៅរបស់លោកបងកាងដូអ៊ីលរបស់យើងហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនដែលជីជនហ៊ានមកកន្លែងនេះគ្រាន់តែកាងដូអ៊ីលគាត់បានឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែនទៅពេលហ្នឹងលោកបងកាងដូអ៊ីលគាត់បាននិយាយថាតើជីជនមករកគាត់ហ្នឹងដើម្បីទូរស័ព្ទមួយនេះមែនទេប៉ុន្តែជីជនគាត់មិនបានតបតជាមួយនឹងកាងដូអ៊ីលនោះទេពេលហ្នឹងគាត់ក៏បានយកទូរស័ព្ទមួយហ្នឹងយកមកមើលតែមើលទៅគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍សោះមានតែលេខមួយដែលគ្មានតសញ្ញាតែប៉ុណ្ណោះតែនៅក្នុងទូរស័ព្ទមួយនេះគឺមានតែអត្ថបទ 2-3 សន្លឹកតែប៉ុណ្ណោះប៉ុន្តែយើងមើលទៅសារមួយនេះគឺជាសាររបស់មនុស្សស្រីពេលហ្នឹងលោកបងកាងដូអ៊ីលរបស់យើងគាត់ក៏បានសួរថាតើជីជនមកកន្លែងនេះគ្រាន់តែចង់បានទូរស័ព្ទទៅវិញទេឬតែមើលទៅកាន់ជីជនវិញគាត់មិនបានមាត់កោះនោះទេក៏បានហុចដៃដើម្បីយកទូរស័ព្ទតែប៉ុណ្ណោះនៅពេលដែលកាងដូអ៊ីលគាត់បានឃើញដូច្នេះគាត់ពិតជាអស់សំណើចខ្លាំងមែនតែននៅពេលហ្នឹងគាត់ក៏បាននិយាយថាតើនេះគឺជាមិត្តស្រីរបស់ឯងមែនទេជីជនប៉ុន្តែឥឡូវហ្នឹងខ្ញុំដូចជាចង់ដឹងខ្លាំងមែនតែនតែយើងមើលទៅកាន់ទឹកមុខរបស់ជីជនវិញគាត់នៅតែរក្សាទឹកមុខស្មើរបស់គាត់ដដែលហើយនៅពេលហ្នឹងលបងកាំងដូអ៊ីលគាត់ក៏បន្តនិយាយទៀតថាតែគាត់ពិតជាពិបាកភ្នែកខ្លាំងពេកហើយនៅពេលហ្នឹងលបងកាំងដូអ៊ីលរបស់យើងហ្នឹងគាត់ក៏បានផ្ញើសារជាច្រើនទៅកាន់អូនអារ៉ាមហើយនៅពេលហ្នឹងយើងក៏បានឃើញថា
ទូរស័ព្ទរបស់អូនអារ៉េមនឹងបានរោលពេលដែលអូនចាប់ទាញមកមើលអូនពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើសារតែជីជននឹងគាត់បានឆាតមករកអូនសារនោះបាននិយាយថាគាត់កំពុងតែនៅម្នាក់ឯងគាត់ពិតជាចង់ជួបនាងខ្លាំងមែនតើនាងចង់ជួបគាត់គឺមកក្នុង Agency Gear Park ទៅខ្ញុំពិតជាសុំទោសអ្នកនរគ្នាខ្លាំងមែនតើដោយសារកន្លែងហ្នឹងខ្ញុំនិយាយចង់ចេញពាក្យហ្នឹងពិបាកនិយាយពេកហើយសារហ្នឹងក៏បន្តនិយាយទៀតថាអារ៉េមហ្នឹងគឺជាមិត្តស្រីរបស់គាត់ចាប់ពីថ្ងៃនេះទៅពេលដែលអូនអារ៉េមបានឃើញសារដូច្នេះអូនពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហើយសាច់រឿងរបស់យើងក៏ត្រូវបញ្ចប់ត្រឹមហ្នឹងហើយបាយអ្នកទាំងអស់គ្នាឡើយសួស្តីអ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំបន្តសាច់រឿងសោះដែលផ្ទេរមកថ្មីដែលជាភាគ6និងភាគ7របស់យើងហើយហើយភាគ1នេះតួប្រុសរបស់យើងនឹងប៉ះជាមួយនឹងកាងដូអ៊ីលយើងកុំឲ្យខ្ញុំរៀបរាប់ច្រើនពេកតោះចូលសាច់រឿងបរោយទៅពេលដែលអូនអារ៉េមបានឃើញតែការសារមួយហ្នឹងហើយអូនពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដែលក្នុងសារនោះគេបានសរសេរថាសិនបើអូនអារ៉េមមកអូសៀននោះជីជនគាត់នឹងព្រមធ្វើជាមិត្តប្រុសរបស់អូនអារ៉េមទៅពេលដែលអូនបានឃើញសារមួយហ្នឹងហើយអូនពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយមើលទៅកាន់មុខរបស់អូនទៅពិតជាក្រហមខ្លាំងមែនតើហ្មងពេលដែលកាងដូអ៊ីលគាត់បានផ្ញើសារហើយនោះគាត់ក៏បាននិយាយឌឺទៅកាន់ជីជនថាបើសិនជានាងបានឃើញសារមួយនេះនាងប្រកាសថានឹងមកទីនេះហើយពីព្រោះយើងប្រកាសថានាងមានចិត្តស្រឡាញ់ទៅលើឯងជីជនហើយនៅពេលដែលនាងខ្លាចទៅជាមិត្តស្រីរបស់ឯងហើយនោះឯងគួរតែអរគុណមកកាន់យើងជីជនប៉ុន្តែមើលទៅកាន់ជីជនវិញគាត់ហាក់ដូចមិននិយាយតបតជាមួយនឹងកាងដូអ៊ីលនោះទេគាត់បែរជាហុចដៃដើម្បីយកទូរស័ព្ទពីកាងដូអ៊ីលទៅវិញតែនៅពេលហ្នឹងកាងដូអ៊ីលគាត់ក៏បាននិយាយថាតើឯងនឹងចង់បានទូរស័ព្ទនឹងវិញមែនទេតើឯងមិនមើលទៅកាន់កូនចៅរបស់យើងទេជីជនតែពួកវាបានប្រើវិធីដើម្បីនាំឯងមកទីនេះអាចង្រៃអើយតើឯងមិនដឹងទេឬថាតាក់ស៊ូគឺជាមនុស្សបែបណាតាក់ស៊ូវាគ្រាន់តែជាមនុស្សម្នាក់ដែលល្ងងតែប៉ុណ្ណោះអញ្ចឹងទៅបានជាឯងអាចវាយឈ្នះទៅកាន់វាហើយប៉ុន្តែវាមិនអីនោះទេដោយសារតែតាក់ស៊ូគឺជាសិស្សដែលរៀនជាមួយយើងនៅក្នុងថ្នាក់មធ្យមតើឯងយល់ទេជីជនតែយើងមើលទៅជីជនវិញគាត់នៅតែមុខស្មើដដែលហើយកាងដូអ៊ីលគាត់ក៏បន្តនិយាយទៀតថាតើឯងមកទីនេះតើឯងមិនដឹងថាឯងនឹងមានអ្វីកើតឡើងទេជីជនហេតុអ្វីបានជាឯងមិននិយាយរកយើងអញ្ចឹងហ៎ហើយប៉ុន្តែវាមិនអីនោះទេហើយបើសិនជាឯងចង់បានទូរស័ព្ទមួយនេះជីជនឯងត្រូវតែវាយជាមួយនឹងពួកគេទាំងអស់នោះសិនបើឯងអាចវាយឈ្នះទៅកាន់ពួកវាទាំងអស់នោះយើងនឹងឲ្យទូរស័ព្ទមួយនេះទៅឯងវិញតើឯងយល់យើងនិយាយដែរឬទេជីជនហើយប៉ុន្តែយើងដឹងថាឯងគឺជាសិស្សដែលផ្ទេរមកថ្មីតែប៉ុណ្ណោះមិនដឹងទេថាសិស្សដែលប្រកួតយកចំណាប់ថ្នាក់ក្នុងការវាយគ្នាមួយហ្នឹងគឺពួកគេសាហាវយ៉ាងណាទេជីជនហើយនៅពេលដែលឯងបានវាយជាមួយនឹងតាក់ស៊ូនោះឯងក៏ចង់បានចំណាប់ថ្នាក់នីមួយចំណោមពួកគេទាំងអស់គ្នានោះដែរតែហាក់ដូចជាមិនស្រួលដូចជាឯងបានគិតនោះទេហើយយើងនឹងចាំមើលឯងវាយជាមួយនឹងពួកគេទាំងអស់នោះថាឯងខ្លាំងប៉ុណ្ណាជីជនដោយសារតែយើងដឹងថាឯងគឺជាមនុស្សម្នាក់ដែលអាចផ្ដួលតាក់ស៊ូបាននៅពេលដែលដេស៊ីកបានលើកាងដូអ៊ីលគាត់និយាយដូច្នេះដេស៊ីកគាត់ក៏បានដើរមកជិតជីជនតែម្ដងហើយគាត់ក៏បានងាកមួយដៃវាយទៅកាន់ជីជនប៉ុន្តែមើលទៅជីជនគាត់ពិតជាកិច្ចងាយស្រួលខ្លាំងមែនតើពីព្រោះតែដេស៊ីកមិនមែនជាគូប្រកួតរបស់គាត់នោះទេពេលដែលដេស៊ីកបានឃើញថាជីជនបានកិច្ចពីការវាយប្រហារគាត់ដូច្នេះដេស៊ីកក៏បានហៅពួកគេទាំងអស់ដើម្បីចូលមកវាយជាមួយនឹងជីជននៅពេលដែលពួកគេបានឮដេស៊ីកនិយាយដូច្នេះពួកគេក៏បានរត់សម្ដៅយ៉ាងលឿនមករកជីជនតែម្ដងហើយពួកគេទាំងអស់នោះបានមាត់មកកាន់ជីជនប៉ុន្តែមាត់មិនត្រូវជីជននោះទេដោយសារតែជីជនគាត់ពិតជាមានល្បឿនលឿនខ្លាំងមែនតើហើយនៅពេលហ្នឹងជីជនគាត់បានក្តាប់ដៃយ៉ាងមាំរួចក៏បានងារដៃមួយទំហឹងបង្រុងនឹងវាយទៅកាន់អាប៉ែកនោះហើយប៉ុន្តែនេះគ្រាន់ជាការច្រឡោរបស់គាត់តែប៉ុណ្ណោះទៅពេលដែលអាប៉ែកហ្នឹងបានឃើញដូច្នេះវាពិតជាឆ្ងល់ខ្លាំងមែនតើថាជីជនហ្នឹងកំពុងតែធ្វើអ្វីហ្នឹងប៉ុន្តែនៅពេលនោះកូនចៅរបស់កាងដូអ៊ីល2នាក់ទៀតក៏បានរត់ចូលមកហើយវាក៏បានហក់វាយទៅកាន់ជីជនតែនៅពេលហ្នឹងជីជនគាត់ក៏បានងាកមើលឃើញទាត់គាត់ក៏បានយកដៃរងយ៉ាងលឿនតែម្ដងតែមើលទៅគាត់ហាក់ដូចជាមិនអាចទប់ទល់នឹងការវាយប្រហារពួកគេទាំងពីរនាក់បាននោះទេហើយជីជនគាត់ក៏បានដួលទៅក្នុងដីតែម្ដងនៅពេលដែលដេស៊ីកវាបានឃើញដូច្នេះវាក៏បានងាកមួយដៃដាក់ចំកណ្ដាលមុខរបស់ជីជនតែម្ដងហើយនៅពេលហ្នឹងដេស៊ីកវាមិនទាន់អស់ចិត្តនោះទេដេស៊ីកវាក៏បានទាត់មួយជើងចំចង្កាកើមរបស់ជីជនដែលធ្វើឲ្យជីជនគាត់ក៏បានផ្ងាទៅក្រោយម្ដងទៀតនៅពេលដែលកាងដូអ៊ីលគាត់បានឃើញដូច្នេះគាត់ពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាជីជនមិនរងទាត់តែសោះអូប្រហែលជាខ្ញុំគិតថាគាត់មិនចាប់អារម្មណ៍នឹងការប្រកួតយកចំណាប់ថ្នាក់នោះទេនៅពេលដែលកាងដូអ៊ីលគាត់បាននិយាយហើយនឹងយើងក៏បានឃើញថាជីជនត្រូវគេវាយឡើងដំណំតែម្ដងពេលដែលកាងដូអ៊ីលគាត់បានឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើដោយសារតែគាត់ចង់ឮសំឡេងរបស់
ជីជននឹងស្រែកខ្លាំងមែនតែនគាត់ក៏បានស្រែកទៅកាន់កូនចៅគាត់ទាំងអស់គ្នាថាឲ្យពួកវាទាំងអស់គ្នាធ្វើយ៉ាងម៉េចក៏បានដែរឲ្យជីជនស្រែកបន្តិចគាត់នឹងអស់ចិត្តហើយនៅពេលដែលពួកវាឮដូច្នេះពួកវាពិតជាសប្បាយចិត្តខ្លាំងមែនតែនពួកវាក៏បានម៉ាត់ទៅកាន់ជីជនយកម៉ាត់យកដោយមិនខ្វល់អ្វីទាល់តែសោះនៅពេលដែលកាងដូអ៊ីលគាត់បានឃើញថាកូនចៅរបស់គាត់ម៉ាត់យ៉ាងណាក៏ដោយជីជនគាត់មិនបានតបតជាមួយនឹងពួកគេនោះទេតែអញ្ចឹងទៅគាត់ពិតជាខឹងខ្លាំងមែនតែនព្រោះតែគាត់ចង់ឃើញសមត្ថភាពរបស់ជីជននៅពេលដែលដេស៊ីកនិងកូនចៅផ្សេងបានឮថាបងកាងដូអ៊ីលរបស់វាចង់ឃើញសមត្ថភាពរបស់ជីជននោះដេស៊ីកក៏បានស្រែកថាឲ្យទៅកាន់ជីជនថាចុះសមត្ថភាពដែលឯងបានវាជាមួយយើងកាលពីមុននោះតើសមត្ថភាពរបស់ឯងទៅទីណាអស់ហើយមកពីឯងខ្លាចពួកយើងហាជីជននៅពេលដែលដេស៊ីគាត់បាននិយាយហើយនោះគាត់ក៏បានពុះមួយកែងចំកណ្ដាលមុខរបស់ជីជនតែម្ដងនៅពេលហ្នឹងជីជនគាត់មិនអាចទប់ជាប់នឹងការវាយប្រហារមួយនឹងបាននោះទេអញ្ចឹងទៅធ្វើឲ្យគាត់ដួលដេកនឹងដីតែម្ដងពីព្រោះពេលហ្នឹងគាត់គ្មានកម្លាំងតបតទៀតនោះទេនៅពេលដែលកូនចៅរបស់កាងដូអ៊ីលឃើញដូច្នេះវាក៏បានចាប់កាន់ឲ្យដុំថ្មមួយដើម្បីវាយសម្លាប់ទៅកាន់ជីជនតែម្ដងនៅពេលនោះវាបំរុងនឹងដាក់ជីជនមួយដុំថ្មកណ្ដាលក្បាលទៅហើយជាសំណាងល្អលោកបងកាងដូអ៊ីលរបស់យើងគាត់បានចូលមកជួយតនហើយនៅពេលហ្នឹងគាត់ក៏បានទាត់កូនចៅរបស់គាត់មួយជើងចំកណ្ដាលមុខតែម្ដងហើយនៅពេលហ្នឹងកាងដូអ៊ីលគាត់ក៏បាននិយាយថាឯងចង់សម្លាប់គេមែនទេអាចចង្រៃអើយហើយអ្វីបានជាឯងធ្វើទង្វើថោកទាបដូចនេះហើយនៅពេលហ្នឹងកាងដូអ៊ីលគាត់ក៏បានចាប់ក្របួចកអាវរបស់ជីជនគាត់បានសួរជីជនថាតើឯងមិនសប្បាយចិត្តនឹងការវាយគ្នាជាមួយនឹងពួកគេមែនទេអ្វីបានជាឯងលាក់សមត្ថភាពខ្លួនឯងហាជីជនហើយរឿងមួយនេះវាគ្មានថ្ងៃបញ្ចប់នោះទេបើសិនជាឯងមិនបញ្ចប់ដោយខ្លួនឯងតើឯងយល់ទេជីជនហើយនៅពេលហ្នឹងយើងក៏បានឃើញបរិសសាច់កាមរបស់យើងដែរនៅពេលហ្នឹងបរិសសាច់កាមរបស់យើងគាត់បាននិយាយថាគិតទៅក្រុមរបស់លោកបងកាងដូអ៊ីលហ្នឹងគឺសាហាវខូខើជាងក្រុមរបស់តាក់ស៊ូឆ្ងាយខ្លាំងណាស់ប៉ុន្តែនៅពេលនោះសុងមីនគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនតែពេលហ្នឹងសុងមីនគាត់បានឃើញអូនអារ៉ាមបានដើរមកទីកន្លែងហ្នឹងអញ្ចឹងទៅគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហ្មងហើយនៅពេលដែលកាងដូអ៊ីលកំពុងតែក្របួចកអាវរបស់ជីជននោះប្រាប់តែមានសារមួយបានលូតចូលនៅក្នុងទូរស័ព្ទចាស់មួយនោះតែក្នុងសារនោះគេបាននិយាយថាអនុញ្ញាតឲ្យគាត់ចេញទៅពេលដែលកាងដូអ៊ីលគាត់បានឃើញសារនឹងហើយនោះគាត់ក៏បានងាកមើលទៅកាន់អូនអារ៉ាមតែម្ដងហើយនៅពេលដែលគាត់បានឃើញអូនអារ៉ាមហើយនោះគាត់ពិតជាញញឹមបិទមាត់មិនចិត្តនោះទេហើយនៅពេលហ្នឹងកាងដូអ៊ីលគាត់ក៏បាននិយាយថាលើនេះប្រហែលជាជីជននឹងបញ្ចេញសមត្ថភាពពិតរបស់គាត់ហើយមើលទៅតែកាងដូអ៊ីលគាត់បានដឹងថាជីជននឹងការពារទៅកាន់ក្មេងស្រីម្នាក់នឹងហើយគាត់ក៏បានប្រាប់ឲ្យកូនចៅរបស់គាត់ទៅចាប់អូនអារ៉ាមនឹងមកពេលដែលប៉ែតនឹងបានលឺដូច្នេះវាក៏បានដើរចង្លឿនតែម្ដងសម្ដៅទៅកាន់អូនអារ៉ាមទៅពេលនឹងអូនអារ៉ាមមិនបានដឹងខ្លួននោះទេដោយសារតែអូនកំពុងតែសរសេរសារទៅកាន់ជីជនបន្តទៀតហើយយើងក៏បានឃើញថាកូនចៅរបស់កាងដូអ៊ីលនឹងកំពុងតែលបចាប់ទៅកាន់អូនអារ៉ាមហើយនៅពេលនោះវាក៏បានចាប់ទៅកាន់ដៃរបស់អូនតែម្ដងទៅពេលដែលវាបានចាប់ដៃអូនអារ៉ាមហើយនោះវាក៏បាននិយាយថាអូនពិតជាស្អាតខ្លាំងមែនតែនហើយនៅពេលហ្នឹងវាក៏បានចាប់លើកដៃអូនឡើងទៅលើមួយខាងយើងបានឃើញថាអូនអារ៉ាមខំរើយ៉ាងណាក៏អូនមិនអាចរើរួចដែរដោយសារតែអូនគឺជានារីទុនខ្សោយនៅពេលដែលសុងមីនគាត់បានឃើញដូច្នេះគាត់ពិតជាខឹងខ្លាំងមែនតែនហ្មងប៉ុន្តែមើលទៅគាត់មិនអាចធ្វើអ្វីគេបាននោះទេដោយសារតែគាត់បានត្រឹមតែលបមើលគេពីចម្ងាយតែប៉ុណ្ណោះពេលបែបនេះអត់ប្រយោជន៍ដូចអ្នកកំពុងមើលអញ្ចឹងអាខ្លាខ្លាចទៅជាបរិសជីសេះសជួយស្រីស្អាតហើយហ្នឹងនៅពេលហ្នឹងកូនចៅរបស់កាងដូអ៊ីលក៏បានចាប់អូនអារ៉ាមហ្នឹងមកជួបកាងដូអ៊ីលតែម្ដងពេលដែលជីជនគាត់បានឃើញដូច្នេះគាត់ពិតជាស្រឡាំងកាងខ្លាំងមែនតែនព្រោះតែមនុស្សដែលខ្លងមើលគាត់រហូតមកគឺជាអូនអារ៉ាមហ្នឹងហើយពីព្រោះកាលពីមុនក៏អូនបានទទួលឆាតឲ្យគាត់ដែរប៉ុន្តែគាត់មិនព្រមទទួលការជួយអំពីអូនមួយទៀតគឺកន្លែងទូអីវ៉ាន់ដែលនៅក្នុងសាលារៀនដែលអូនក៏បានយកទូរស័ព្ទរបស់អូននឹងយកទៅដាក់នៅក្នុងទូអីវ៉ាន់របស់ជីជននិងខ្លងមើលសកម្មភាពរបស់ជីជនជាដើមតាមពិតម្នាក់ហ្នឹងគឺជាអូនអារ៉ាមសោះដែលខ្លងមើលសកម្មភាពគាត់ជានិច្ចជីជនគាត់ពិតជាឆ្ងល់នឹងទង្វើរបស់អូនអារ៉ាមខ្លាំងមែនតែនហេតុអ្វីអូនអារ៉ាមធ្វើបែបហ្នឹងហើយនៅពេលហ្នឹងកូនចៅរបស់កាងដូអ៊ីលគាត់បាននិយាយថាគាត់មិនជឿសោះថានាងនឹងមកកន្លែងហ្នឹងសារតែសារនៅក្នុងទូរស័ព្ទដ៏កញ្ចាស់មួយនោះតតែសោះទៅពេលដែលដេស៊ីគាត់បានឮដូច្នេះគាត់ក៏បានយកជើងដាក់ទៅលើ
ស្មារបស់ជីជន់រួចក៏និយាយថានាងមកទីនេះដើម្បីចង់ធ្វើជាមិត្តស្រីរបស់ជីជន់មែនទេតែឥឡូវហ្នឹងជីជន់ពិតជារវល់ខ្លាំងមែនតែនដែលវានិយាយដូច្នេះវាមានន័យថាគឺជីជន់រវល់ជាប់វាជាមួយនឹងវានឹងឯងហើយនៅពេលដែលអូនបានឮដេសេកបាននិយាយដូច្នេះអូនពិតជាស្រឡាំងកាំងខ្លាំងមែនតែនដោយសារនាងមិនដឹងថាជីជន់ជួបរឿងដូច្នេះនោះទេតែនៅពេលហ្នឹងអូនអារ៉ាមក៏បានឆាតទៅក្នុងទូរស័ព្ទចាស់នឹងម្ដងទៀតតែនៅក្នុងដៃរបស់កាងដូអេរបស់យើងនឹងឯងអានឹងនាងបានសរសេរថាជីជន់នឹងគឺជាមិត្តរបស់នាងទេហើយកាងដូអេលនឹងដោះលែងជីជន់ទៅតែនៅពេលហ្នឹងកាងដូអេលគាត់ពិតជាឆ្ងល់ខ្លាំងមែនតែនហេតុអ្វីបានជាអូនអារ៉ាមមិននិយាយដែរអញ្ចឹងអូនអារ៉ាមអត់ចេះនិយាយមកក៏ដូចជាជីជន់ដែរទៅនៅពេលហ្នឹងកាងដូអេលគាត់ក៏បានសួរឈ្មោះទៅកាន់អូនអារ៉ាមប៉ុន្តែហាក់ដូចជាអូនមិនចេះនិយាយនោះទេពេលដែលកាងដូអេលគាត់ឃើញដូច្នេះគាត់ពិតជាស្រឡាំងកាំងខ្លាំងមែនតែនដោយសារតែពួកគេទាំងពីរនាក់មិនចេះនិយាយដូចគ្នាអញ្ចឹងហើយគាត់ពិតជាឈឺក្បាលខ្លាំងមែនតែននៅពេលហ្នឹងពួកវាក៏បាននិយាយសើចចំអកទៅកាន់អូនអារ៉ាមហើយនឹងជីជន់ថាពួកគេគឺជាគូស្នេហ៍បែបម៉េចទៅហ่าអើយសាមែនណាហើយប៉ុន្តែវាមិនអីនោះទេយើងនឹងធ្វើឲ្យឯងនិយាយតតែបានជីជន់តែយើងមិនខ្វល់ថាឯងមិននិយាយនោះទេបើសិនជាឯងមិននិយាយក៏មាននរណាម្នាក់និយាយដែរហើយនៅពេលដែលដេស៊ីគាត់បានឮដូច្នេះគាត់បានយល់អំពីសម្ដីរបស់កាងដូអេលបាននិយាយហើយដេស៊ីគាត់បានប្រាប់ទៅកាន់អាចកអាចែមហ្នឹងចាប់ការទៅកាន់អូនអារ៉ាមទៅពេលអញ្ចឹងទៅធ្វើឲ្យអូនពិតជាភ័យខ្លាំងមែនតែននៅពេលដែលពួកវាបានចាប់ដៃអូនផងលេបខៃអូនផងមិនដឹងជាអ្វីនោះទេពិតជាធុញខ្លាំងមែនតែនពួកអានេះវើយដែលមើលទៅកូនចៅរបស់កាងដូអេលនីមួយពិតជារោគចិត្តខ្លាំងមែនតែនដូចជាអ្នកកំពុងមើលអញ្ចឹងពេលដែលវាបានលេបខៃអញ្ចឹងហើយវាពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយសារតែជីជន់មិនអាចធ្វើអ្វីវាបាននោះទេទៅកាងដូអេលគាត់ក៏បាននិយាយថាតើឥឡូវនឹងជីជន់តើឯងចង់ធ្វើអ្វីបន្តទៀតមើលទៅការនាងទៅគឺនាងស្ថិតនៅស្ថានភាពគ្រោះថ្នាក់ខ្លាំងមែនតែនតើឯងមិនធ្វើជាវីរៈបរិះជីសេះសដើម្បីទៅជួយនាងទេអីជីជន់តែនៅពេលហ្នឹងយើងក៏បានឃើញថាកូនចៅរបស់លោកបងកាងដូអេលរបស់យើងនឹងកំពុងតែបង្ខំឲ្យអូនអារ៉ាមនិយាយតែការធ្វើបែបនេះដូចជាមិនបានផលនោះទេចំពោះអូនអារ៉ាមនោះតែវាបង្ខំឲ្យអូនអារ៉ាមនឹងស្រែកក៏បានដែរបើមិនអញ្ចឹងទេវានឹងធ្វើបាបអូនហើយវាមិនទាន់និយាយចប់ផងនោះជីជន់ក៏បានម៉ាត់អាក្រោយដែលជាមិត្តភ័ក្តិរបស់វានឹងដួលទៅនឹងដីតែម្ដងនៅពេលដែលអាប៉ែតនឹងឃើញមិត្តភ័ក្តិរបស់វាដួលដូច្នេះវាពិតជាស្រឡាំងកាំងខ្លាំងមែនតែនដោយវាកំពុងតែឈរស្រឡាំងកាំងនោះជីជន់គាត់ក៏បានងារមួយដៃដាល់ចំកណ្ដាលមុខរបស់វាតែម្ដងតែមួយដៃមួយនេះវាមិនស្រាលនោះទេហើយនៅពេលដែលកូនចៅរបស់កាំងដូអេលគាត់បានឃើញដូច្នេះគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនតែជីជន់ឥឡូវនឹងបានតដៃជាមួយនឹងពួកវាវិញហើយនៅពេលដែលវាកំពុងតែភ្ញាក់ផ្អើលជាមួយនឹងជីជន់នឹងជីជន់គាត់ក៏បានម៉ាត់មួយដៃចំកណ្ដាលមុខវាតែម្ដងធ្វើឲ្យវាខ្ទាតដេកទៅនឹងថ្មហើយនៅពេលដែលកាងដូអេលគាត់ឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែនដោយសារជីជន់បានចេញសមត្ថភាពពិតរបស់គាត់ហើយតែយើងមើលទៅកាន់ជីជន់របស់យើងវិញដូចជាបិសាចអញ្ចឹងនៅពេលដែលគាត់ខឹងម្ដងនៅពេលដែលអូនបានឃើញដូច្នេះអូនក៏ចង់ស្រែកហាមទៅកាន់ជីជន់ដែរតែមើលទៅហាក់ដូចជាអូនមិនអាចនិយាយបាននោះទេតែនៅពេលនោះពួកគេទាំងអស់ក៏បានរត់សម្ដៅមកវាយទៅកាន់ជីជន់ធ្វើឲ្យជីជន់នឹងសឹងតែទប់រងនឹងការវាយប្រហាររបស់ពួកវាមិនចង់ជាប់ពេលហ្នឹងជីជន់គាត់ក៏បានចាប់ជើងកូនចៅរបស់លោកបងកាំងដូអេលរបស់យើងរុញបុកជាមួយនឹងគ្នាវាតែម្ដងប៉ុន្តែនៅពេលនោះក៏មានកូនចៅរបស់កាំងដូអេលម្នាក់ទៀតក៏បានហក់រុញទៅកាន់ជីជន់តែនៅពេលហ្នឹងជីជន់គាត់ក៏បានចាប់ទាញសក់វារុញខ្ទប់នឹងថ្មរួចក៏បានម៉ាត់សម្ដៅទៅកាន់ក្បាលរបស់វាតែម្ដងដែលធ្វើឲ្យវាមិនអាចទប់ទល់នឹងការវាយប្រហាររបស់ជីជន់បាននោះទេដែលជីជន់កំពុងតែវាយទៅកាន់អាប៉ែមួយនៅសុកហ្នឹងក៏មានកូនចៅរបស់កាំងដូអេលម្នាក់ទៀតក៏បានរត់ចូលមកហើយវារត់សម្ដៅមកចងទាត់ទៅកាន់ជីជន់ប៉ុន្តែនៅពេលនោះជីជន់គាត់ក៏បានចាប់ទៅកាន់ជើងរបស់វាជាប់នៅពេលហ្នឹងជីជន់មិនបានចាប់ជើងរបស់វាស្រួលបួលផងដេស៊ីក៏បានរត់សម្ដៅមកកាន់គាត់តែម្ដងតែជីជន់ហាក់ដូចជាមិនខ្វល់ជាមួយនឹងដេស៊ីនោះទេក៏បានងារមួយជើងទាត់ចំកណ្ដាលក្បាលអាប៉ែដែលគាត់បានចាប់ជើងនឹងតែម្ដងតែអញ្ចឹងទៅវាមិនអាចក្រោកឈរមកតបតជាមួយនឹងជីជន់បានម្ដងទៀតនោះទេហើយនៅពេលហ្នឹងជីជន់គាត់ក៏បានរត់យ៉ាងលឿនសម្ដៅទៅកាន់ដេស៊ីតែគាត់មិនទាន់រត់ទៅដល់ផងដេស៊ីក៏បានម៉ាត់មួយដៃមកទៅហើយតែនៅពេលហ្នឹងជីជន់គាត់ក៏អាចគេចពីការវាយប្រហាររបស់ដេស៊ីបាននៅពេលដែលគាត់បានគេចរកកន្លែងសមស្របហើយ
ហើយនោះគាត់ក៏បានជន់ទៅកាន់ជើងរបស់ Daisy គាត់ក៏បានអាថាសមួយជើងចំកណ្ដាលក្បាលរបស់ Daisy តែម្ដងពេលនឹងជីជនគាត់មិនអស់ចិត្តនោះទេគាត់ក៏បានថែមមួយជើងទៀតចំជាការកើមរបស់ Daisy តែម្ដងទៅពេលដែលកាំងដូអ៊ីគាត់បានឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែននឹងការវាយប្រហាររបស់ជីជនមួយនេះតែយើងបែរទៅមើលជីជនវិញម្ដងយើងបានឃើញថា Daisy វាក៏បានផ្ងាក្រោយបាត់ទៅហើយតែនៅពេលហ្នឹង Daisy គាត់មិនព្រមចុះចាញ់ទៅកាន់ជីជននោះទេហើយគាត់ក៏បានប្រើនៅកម្លាំងរបស់គាត់ទាំងអស់ដើម្បីរុញទៅកាន់ជីជនខ្ទប់នឹងថ្មប៉ុន្តែមើលទៅវាហាក់ដូចជាមិនអាចទៅរួចនោះទេជីជនគាត់ក៏បានលើកដៃទាំងពីរគាត់ឡើងរួចក៏បានពុះកែងទៅកាន់ Daisy តែម្ដងតែយើងដឹងហើយថាជីជនដូចជាមនុស្សខ្មោចចូលអញ្ចឹងពេលដែលវាយជាមួយនឹងនរណាម្នាក់ម្ដងហើយជីជនគាត់ក៏បានពុះកែងទៅកាន់ Daisy ពុះតែអញ្ចឹងទៅធ្វើឲ្យ Daisy មិនអាចក្រោកឡើងទប់ទល់ជាមួយនឹងជីជនបានម្ដងទៀតនោះទេនៅពេលដែលកូនចៅរបស់ Daisy បានឃើញដូច្នេះវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនហ្មងពួកវាទាំងអស់នោះក៏បានរត់សម្ដៅវាយទៅកាន់ជីជនតែមើលទៅហាក់ដូចជាមិនអាចវាយទៅកាន់ជីជនត្រូវនោះទេយើងក៏បានឃើញជីជនកំពុងតែវាយតបតជាមួយនឹងវាយ៉ាងដំណំតែម្ដងពេលដែលលោកបងកាំងដូអ៊ីរបស់យើងបានឃើញដូច្នេះគាត់ពិតជាញញឹមបិទមាត់មិនចិត្តនោះទេដោយសារតែជីជនឥឡូវនឹងពិតជាសាហាវខ្លាំងមែនតែនហ្មងហើយនៅពេលហ្នឹងកូនចៅរបស់លោកបងកាំងដូអ៊ីរបស់យើងម្នាក់បានចាប់អូនអារ៉ែមគម្រាមទៅកាន់ជីជននៅពេលដែលជីជនគាត់បានឃើញអញ្ចឹងយើងមើលទៅកាន់ទឹកមុខរបស់គាត់ទៅវាពិតជាខូខើខ្លាំងមែនតែនពេលដែលជីជនគាត់បានឃើញនៃការចម្រាត់មួយហ្នឹងគាត់ក៏បាននឹកឃើញទៅដល់អតីតកាលមាននារីម្នាក់បានស្រែកហៅទៅកាន់ជីជនឲ្យជួយមកកាន់គាត់តែសាច់រឿងគេមិនបានបញ្ជាក់អត្តសញ្ញាណរបស់កញ្ញាម្នាក់ហ្នឹងនោះទេពេលដែលការចងចាំមួយហ្នឹងបានចូលទៅក្នុងខួរក្បាលរបស់ជីជនហើយនោះមើលទៅកាន់ទឹកមុខរបស់ជីជនទៅវាពិតជាខូខើខ្លាំងមែនតែននៅពេលហ្នឹងជីជនគាត់ក៏បានដើរសម្ដៅមកកាន់អបិដែលបានចម្រិតទៅកាន់អូនអារ៉ែមនោះប៉ុន្តែនៅពេលហ្នឹងក៏មាននៅនរណាម្នាក់បានលបមកពីក្រោយរបស់ជីជនហើយអូនអារ៉ែមអូនក៏ចង់ស្រែកប្រាប់ទៅកាន់ជីជនផងដែរប៉ុន្តែអូនមិនអាចស្រែករួចនោះទេប៉ុន្តែនៅពេលហ្នឹងជីជនគាត់ក៏បានងារមួយដៃចំកណ្ដាលមុខរបស់អបិហ្នឹងតែម្ដងនៅពេលហ្នឹងជីជនគាត់ក៏បានរត់យ៉ាងលឿនសម្ដៅទៅកាន់អបិម្នាក់ដែលបានចាប់អូនអារ៉ែមមកគំរាមគាត់តែប៉ុណ្ណឹងអបិហ្នឹងដឹងថាស្ពៃហើយអភៅពេលដែលវាបានឃើញថាជីជនរត់សម្ដៅមកកាន់វានោះពិតជាភ័យខ្លាចទៅកាន់ជីជនខ្លាំងមែនតែននៅពេលហ្នឹងជីជនគាត់ក៏បានមាត់មួយដៃចំកណ្ដាលក្បាលរបស់អបិហ្នឹងតែម្ដងធ្វើឲ្យវាហ្នឹងក៏បានខ្ទាតថយក្រោយខ្ទប់នឹងថ្មអញ្ចឹងវាគឺជាឱកាសល្អរបស់ជីជនហើយជីជនគាត់ក៏បានមាត់មួយដៃចំកណ្ដាលមុខរបស់អបិហ្នឹងតែម្ដងតែវាមិនទាន់ចប់នោះទេជីជនគាត់ក៏បានមាត់បន្តហើយយើងមើលទៅអបិនឹងបើមិនស្លាប់ក៏ពិការដែរយើងមើលទៅកាន់មុខរបស់ជីជនឥឡូវហ្នឹងទៅវាពិតជាខូខើខ្លាំងមែនតែនតែកាំងដូអ៊ីលពេលដែលឃើញកូនចៅរបស់គាត់ដូច្នេះគាត់ហាក់ដូចជាមិនខ្វាយខ្វល់អំពីកូនចៅរបស់គាត់តតែសោះគាត់ក៏បាននិយាយអំពីទូរស័ព្ទទៅវិញពេលដែលជីជនគាត់បានឮដូច្នេះគាត់ក៏បានក្រោកឈរឡើងសម្ដៅទៅកាន់កាំងដូអ៊ីលរបស់យើងនៅពេលហ្នឹងគាត់ក៏បានដើរទៅរកកាំងដូអ៊ីលតែម្ដងនៅពេលហ្នឹងជីជនគាត់ក៏បានក្តាប់ដៃយ៉ាងមាំដើរទៅកាន់លោកបងកាំងដូអ៊ីលរបស់យើងហើយជាកាំងដូអ៊ីលគាត់បាននិយាយថាការប្រកួតមួយនេះគឺវាបានបញ្ចប់ហើយនោះតែមើលទៅជីជនគាត់មិនបានស្ដាប់ទៅកាន់លោកបងកាំងដូអ៊ីលរបស់យើងនិយាយនោះទេក៏បានញៀដៃមួយទំហឹងដើម្បីវាយទៅកាន់កាំងដូអ៊ីលពេលដែលកាំងដូអ៊ីលគាត់បានឃើញដូច្នេះគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតែនព្រោះជីជនគាត់មិនដឹងទេថាកាំងដូអ៊ីលរបស់យើងគឺគាត់ចេះបូកស៊ីងយើងគ្រាន់តែមើលទៅកាន់ការផ្លាស់ទីរបស់លោកបងកាំងដូអ៊ីលរបស់យើងទៅវាពិតជាមានល្បឿនលឿនខ្លាំងមែនតែនពេលដែលជីជនឃើញដូច្នេះគាត់ក៏បានមាត់មួយដៃសម្ដៅទៅកាន់កាំងដូអ៊ីលតែហាក់ដូចជាមិនអាចមាត់ទៅកាន់កាំងដូអ៊ីលត្រូវនោះទេហើយនៅពេលហ្នឹងលោកបងកាំងដូអ៊ីលគាត់ក៏បានប្រើជេបខាងស្ដាំរបស់គាត់ហ្នឹងអាថាសទៅកាត់ឆ្កាកើមរបស់ជីជនធ្វើឲ្យជីជនមិនអាចតបតជាមួយនឹងគាត់បានទៀតនោះទេតែត្រឹមតែមួយជេបរបស់លោកបងកាំងដូអ៊ីលតែប៉ុណ្ណោះជីជនគាត់ក៏បានដេកនឹងដីបាត់ទៅហើយពេលដែលជីជនគាត់បានដួលនឹងដីហើយនោះលោកបងកាំងដូអ៊ីលគាត់ក៏បាននិយាយថាយើងប្រាប់ឯងហើយតាថាការវាយប្រហារមួយនេះគឺវាបានបញ្ចប់ហើយហេតុអ្វីបានជាឯងមិនស្ដាប់យើង